ប្រពុតបរមគ្រូលោកសម្ដែងថាណាអត់ឆ្អឹងទេណាណាទេអត់មានឆ្អឹងទេប៉ុន្តែមានសមត្ថភាពអាចកាច់បំបាក់ស្មារតីបុគ្គលណាម្នាក់ឲ្យឈឺចាប់បានយើងចម្រៀងធ្លាប់លើចម្រៀងបងឈឺកកឈាមដូចអីគេដូចអុកសេរ៉េននេះមានន័យថាឈឺកកឈាមដោយសារសម្ដីដោយសារពាក្យសម្ដីមកលោះហើយសំខាន់ខ្លាំងណាស់ក្នុងការនិយាយបុរាណថាអណ្ដាតជាអាចកន្វងបានសក់ទុកផងព្រោះអណ្ដាតអត់មានឆ្អឹងទេប៉ុន្តែអាចធ្វើឲ្យមនុស្សធ្វើឲ្យបុគ្គលណាម្នាក់មានកម្លាំងចិត្តមានថាមពលក៏អាចធ្វើឲ្យបុគ្គលណាម្នាក់បាក់ស្មារតីដេកឈឺចាប់ក៏ថាបានដែរមកលោះហើយឆ្លើយតបទៅលោកគ្រូវិញខ្ញុំគិតថា3ចំណុចសំខាន់នេះជារឿងដែលគួរតែពិចារណាជារឿងដែលគួរតែគិតដល់មុនដែលយើងចាប់ផ្ដើមនិយាយសូមជម្រាបសួរសូមស្វាគមន៍មកកាន់កម្មវិធី Leadership Talk Show ជាអេពីសូតទី1ដែលយើងនឹងពិភាក្សាតាក់ទងទៅនឹងវិធានបទមួយគឺតាក់ទងទៅនឹងការអនុភាពនៃការនិយាយនិងទំនាក់ទំនងហើយនៅក្នុងកម្មវិធីថ្ងៃនេះផ្ទាល់ក៏យើងមានវិក្កាមិនកិត្តិយសពិសេសមួយរូបដែលខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាប្រហែលជាស្គាល់បងប្រុសគឺបងប្រុសនឹមឈូនីឬក៏យើងហៅថាលោកគ្រូឈូនីណាបាទលោកគ្រូឈូនីគឺជាស្ថាបនិកនៃក្រុមហ៊ុនវិបាសាដែលជាកន្លែងអភិវឌ្ឍតាក់ទងបដិបដាតាក់ទងទៅនឹងប្រាជ្ញាតាមបែបពុទ្ធសាសនាវិទ្យាសាស្ត្រនិងការអប់រំបាទអញ្ចឹងថ្ងៃនេះយើងពិតជាមានអារម្មណ៍សប្បាយរីករាយមែនទែនដែលបានអញ្ជើញបងប្រុសមកចូលរួមនៅក្នុងកម្មវិធីរបស់យើងអញ្ចឹងសូមចូលរួមស្វាគមន៍ជាមួយខ្ញុំទាំងអស់គ្នាបាទសូមជម្រាបសួរបងសុខសប្បាយបងបាទសុខសប្បាយថ្ងៃហ្នឹងមានអារម្មណ៍ថាខុសប្លែកពីរាល់ដងហ៎បងព្រោះរាល់ដងយើងអង្គុយទៅជែកវិភាសាគ្នាជាបែបធម្មតាបាទថ្ងៃនេះមិនមែនថាអត់ធម្មតាក៏ប៉ុន្តែលើទៅធម្មតាបងហើយអរគុណមែនតើបងហើយថ្ងៃនេះអាចថាអារម្មណ៍ពិតហ្មងគឺរំភើបផងភ័យអផងដែលបានមកអញ្ជើញបងមកចូលរួមក្នុងកម្មវិធីថ្ងៃនេះបាទបងដូចគ្នាបងកិត្តិយសឲ្យគូរីរ៉េខ្លាំងមែនតើជឿទៅជួបលោកគ្រូលោកប្អូននៅក្រៅញឹកញាប់ប៉ុន្តែអត់ដែលបានជជែកមិនមែនជាផ្លូវការប៉ុន្តែយើងជជែកលេងលក្ខណៈមិត្តភាពលក្ខណៈគ្រួសារនិងការងារណាបាទតែថ្ងៃនេះយើងឡើងឆាកផ្លូវការបាទជិតហើយបងព្រោះខ្ញុំគិតថាបើសិនជាអត់ចាប់ផ្ដើមទេប្រហែលជាអត់មានអីចែកម្លែកទៅកាន់បងប្អូនយើងអូខេបាទតាក់ទងទៅនឹងរឿងមួយចំនួនដែលគិតថាអាចជួយពួកគាត់បង្កើនចំណេះដឹងជាពិសេសតាក់ទងទៅនឹងទំនាក់ទំនងបាទបងបាទអូសំខាន់ខ្លាំងហ្នឹងហើយបងបើនិយាយថាទំនាក់ទំនងគឺពិតជាសំខាន់ណាស់ដូចបងប្រុសហើយខ្ញុំកំពុងនិយាយគ្នាអានឹងគឺជាផ្នែកមួយសំខាន់មែនតើបាទចង់ជំរាបសួរបងបន្តិចបងនៅពេលដែលលើពាក្យថាការប្រស័យតាក់ទងដោយសតិហ៎បងឬក៏ជាភាសាអង់គ្លេសគឺនិយាយថា mindfulness mindful communication សម្រាប់បងឲ្យយមន័យក៏ដូចជាសារៈសំខាន់បែបណាដែរបងអរគុណនៅសំណួរល្អតាមពិតកន្លែងនេះសំខាន់ខ្លាំងមែនទែនខ្ញុំពេលដែលខ្ញុំរៀនចប់មហាវិទ្យាល័យបាទបងមុនពេលដែលជ័យចំមុនពេលដែលវិច្ចប្រវិច្ចត្រឡប់មកស្រុកវិញណាបាទបងអ្នកគ្រូគាត់មកតាមផ្ដាំមកអ្នកគ្រូបាទព្រោះគាត់ក្នុងចំណោមហ្នឹងគ្រូច្រើនប៉ុន្តែមានគ្រូស្រីម្នាក់ពីរនាក់ដែរប៉ុន្តែដោយសារអ្នកគ្រូយើងមានភាពស្និទ្ធស្នាលពួកគាត់ជាអ្នកស្រឡាញ់កិច្ចការសង្គមដែរបាទបងហើយគាត់ប្រាប់ពេលនោះខ្ញុំនៅជាលោកណានៅជាលោកសំទេគាត់ប្រាប់ថាឈុននេះឬបើនិយាយភាសាសាមញ្ញថាបដិជគុណណាភាសាអង់គ្លេសថា venerable បាទបងថាត្រូវចងចាំទៅដល់កន្លែងណាក៏ដោយទីណាក៏ដោយទំនាក់ទំនងគឺជាជីវិតគឺជាទំនាក់ទំនងហើយអ្នកដែលមានទំនាក់ទំនងល្អភាគច្រើនជោគជ័យនៅក្នុងអាជីពនិងការងាររបស់ខ្លួនវ៉ាវអត់ទាន់និយាយដល់ទំនាក់ទំនងបែបសតិគេហៅ mindful communication ណាចឹងអានឹងវាទៅមកកម្រិតកាន់តែជ្រៅថែមទៀតបាទវ៉ាវភាសាទំនាក់ទំនងនេះសំខាន់ណាស់បាទយើងអាចនិយាយបានថាមនុស្សភាគច្រើនអាចពូកែនិយាយបាទប៉ុន្តែมันប្រកាសថាពូកែស្ដាប់នោះទេបាទតាមទៅបងអរគុណច្រើនមែនតើបងតាក់ទងទៅនឹងពាក្យរបស់អ្នកគ្រូដែលគាត់បានដូចថាជាប់នៅក្នុងកាយបេះដូងរបស់បងណាដែលបានធ្វើឲ្យបងយល់ពីគេហៅថាទំនាក់ទំនងគឺជាជីវិតហើយជីវិតគឺជាទំនាក់ទំនងបាទព្រោះការរស់នៅក្នុងសង្គមយើងមិនមែនម្នាក់ឯងណាយើងរស់នៅជាមួយសង្គមខ្លួនឯងមួយសង្គមគ្រួសារនិងសង្គមខាងក្រៅដោយអ្វីដែលលោកគ្រូកំពុងតែបង្រៀនថ្ងៃនេះគឺពាក់ព័ន្ធនឹងរបៀបនិយាយជាសាធារណៈព្រោះខ្ញុំគិតថាអត់ស្រួលទេលំបាកខ្លាំងណាស់
មានន័យថាលើសពីខ្ញុំអាចនិយាយបានថាលើសពី80%ហើយដែរមានការលំបាកឬភ័យខ្លាចនៅពេលដែលកាន់ក្បាលមីក្រូមុខសាធារណៈណា ហ្នឹងហើយបង អញ្ចឹងអ្វីដែលលោកគ្រូកំពុងធ្វើនេះវាពិតជាមានសារៈប្រយោជន៍សម្រាប់សង្គមជាតិយើងមែនទែន អរគុណច្រើនបងជាក់ស្ដែងបើនិយាយពីការយ៉ាងនិយាយនៅលើឆាកកាន់ក្បាលមីក្រូបងអូនអាចថាមានទំនុកចិត្តច្រើនតែដល់ឡែកតាក់ទងទៅនឹងតំណែងតំណងវាអាចជាផ្នែកមួយផ្សេងដែលខ្ញុំកំពុងតែរៀនសូត្រពីបងក៏ដូចជាអ្នកនៅជុំវិញដែរព្រោះការប្រស័យតាក់ទងជាមួយនឹងមនុស្សជុំវិញគឺជាផ្នែកមួយផ្សេងមួយទៀត បាទ តែខុសពីគេដែរការថាយើងឡើងនិយាយនៅលើឆាកអញ្ចឹងនេះគឺជាអ្វីមួយដែលខ្ញុំពិតជាចង់ ហ្នឹងយើងប្រគំគ្នាមែនទេ បាទបងគុំពីអូខេខ្ញុំជឿជាក់ថានឹងអាចរៀនក៏ដូចជាបទពិសោធន៍បន្ថែមទៀតពីបងប្រុស បាទ តាក់ទងទៅនឹងជាពិសេសតាក់ទងទៅនឹងតំណែងតំណងបាទមិនថាជាមួយខ្លួនឯងជាមួយនឹងក្រុមការងារឬក៏គ្រួសារខ្ញុំគិតថាគឺជាផ្នែកមួយសំខាន់មែនតើ ពេលយើងរកកលេចមើលទៅអាចនិយាយថាលើផែនដីនេះចុះណា បាទបងបាទ អត់មានអ្នកជោគជ័យណាមួយដែរអត់ប្រកែកតំណែងតំណងទេបាទសូម្បីតែអ្នកលក់ដូរតាមផ្សារបងលក់ដូរតាមផ្សារគាត់ប្រកែកតំណែងតំណងគាត់ប្រកែកនិយាយស្ដីជាមួយអតិថិជនរបស់គាត់ដែរមែនទេ បាទបង គាត់អត់រុះរាយរាក់ទាក់គាត់អត់ចេះនិយាយតែគេមកម្ដងហើយម្ដងទៀត បាទថាបងគាត់មកតែម្ដងគាត់ត្រឡប់ទៅវិញហើយ បាទ អូខេបងអរគុណច្រើនបងអ្វីមួយចង់ជំរាបសួរបងតាក់ទងទៅនឹងបើសិនជាត្រឡប់ទៅថយក្រោយមិននឹងបងនិយាយតាក់ទងទៅនឹងអ្នកគ្រូ បាទ ថាមានពេលវេលាណាមួយដែលបងចង់ចាំពិសេសបងតាក់ទងទៅនឹងការតំណែងតំណងជាមួយនឹងបុគ្គលណាម្នាក់ទៀតណាហ្នឹងហើយថាដែលបានផ្លាស់ប្ដូរជីវិតរបស់បងតាក់ទងទៅនឹងការប្រស័យតាក់ទងជាមួយមនុស្សនៅជុំវិញ មានពីរចំណុចសំខាន់ចំណុចមួយចំណុចបែបរៀនសូត្រដល់ខ្ពង់ខ្ពស់ចំណុចមួយទៀតគឺចំណុចដែលជាបទពិសោធន៍ បាទបង ខ្ញុំនៅពេលដែលនិយាយដល់តំណែងតំណងខ្ញុំនៅតែនឹករំលឹកគុណដល់គ្រូរបស់ខ្ញុំ បាទ អតីតបច្ចានុការវត្តកពើហា អូ គ្រូ បាទ ញ៉ាំសុភ័ក្រលោកបានសុគតហើយខ្ញុំនៅជាមួយលោកយូរឆ្នាំលោកបកែមែនតើហើយភាពសាមញ្ញរបស់ព្រះអង្គស្នាមញញឹមនិងភាពសាមញ្ញដែលព្រះអង្គនិយាយជាមួយបរិស័ទដែលទៅវត្តម្ដងណា បាទបងបាទ មានន័យថារាល់ពេលដែលនិយាយហើយបរិស័ទស្ដាប់ហើយដូចមានអារម្មណ៍ថាជាប់ពាក្យហ្មងអញ្ចឹងត្រឡប់ទៅវត្តម្ដងហើយម្ដងទៀតអញ្ចឹងណា អញ្ចឹងអ្វីដែលខ្ញុំមើលភាពសាមញ្ញនៅក្នុងតំណែងតំណងហ្នឹងព្រះអង្គតែពេលដែលលោកមានសន្និការគឺព្រះអង្គសន្និការដោយស្នាមញញឹមទី1ទី2យើងមើលឃើញអា genuine ណា បាទបងបាទ ភាពការពិតរបស់ព្រះអង្គដែលព្រះអង្គហាមាត់និយាយចេញមួយមានអារម្មណ៍ថាចេញពីបេះដូងដែលយើងស្ដាប់ហើយគួរឲ្យចង់ហើយអ្វីដែលសំខាន់មួយក្នុងនឹងទៀតពេលដែលព្រះអង្គធ្វើការតំណែងតំណងជាមួយបរិស័ទវាហាក់ដូចជាព្រះអង្គមិនមែនគ្រាន់តែនិយាយ ប៉ុន្តែព្រះអង្គដឹងថាបុគ្គលហ្នឹងក្រុមហ្នឹងគួរនិយាយភាសាមិនដើម្បីឲ្យគេយល់បានហើយទទួលបានហើយលោកឲ្យតម្លៃអ្នកដែលស្ដាប់លោកឲ្យតម្លៃជាមួយមនុស្សដែលធ្វើការតំណែងតំណងហើយខ្ញុំជឿថាអ្នកដែលស្ដាប់អ្នកដែលព្រះអង្គមានសន្និការជាមួយក៏ទទួលបានអារម្មណ៍ថាកំពុងតែទទួលបានតម្លៃទៅវិញទៅមកដែរ ទទួលបានបងបាទ នោះទី1ដែលខ្ញុំរៀនចងចាំរហូតនៅក្នុងដំណើរជីវិត សប្តាហ៍ហើយរឿងទី2ខ្ញុំនៅជាលោកដែរពេលនោះ បាទបងបាទ បាទអ្នកអត់ចាំអារម្មណ៍ពេលនោះគិតថាខ្ញុំសំដីរៀងផ្លេចផ្លោចណា បាទ ហើយពេលមួយខ្ញុំមកពីខ្ញុំធ្វើដំណើរមកពីប្រទេសជិតខាងយ៉ាងហ្នឹង អូ មកប៉ោយប៉ែត មកពីប៉ោយប៉ែតបង ពេលនោះផ្លូវលំបាកខ្លាំងហើយយើងត្រូវឆ្លងកាត់មកដល់ប៉ោយប៉ែតហើយត្រូវចាំឡានក្រុងពីប៉ោយប៉ែតមកបាត់ដំបងភ្នំពេញនេះតមកដល់ភ្នំពេញវាត្រូវការពេលយូរម៉ោងណា ហើយបង ហើយខ្ញុំជិះឡានពីទីក្រុងchiang mai មក ប្រហែលម៉ោងមកកណ្ដឹងបង បាទមកបឹងកកហើយឡានតទៅវាហត់ណា បាទបងបាទ ហត់មកដល់ស្រាប់តែមកដល់កន្លែងបេនឡាននៅប៉ោយប៉ែត បាទបង បងស្រីម្នាក់ហ្នឹងមកស្រស់ណាស់បាទប៉ុន្តែគាត់មកកម្មើមកពេលយើងដើរចូលទៅពេលយើងដើរចូលទៅទិញសវត្តឡានដើម្បីទិញសវត្តឡានពីប៉ោយប៉ែតមកភ្នំពេញហ្នឹង បាទបង ខ្ញុំមានប្រសងកណ្ដោះ3អង្គដើរចូលទៅគាត់មកកម្មើអត់និយាយស្ដីមកខ្ញុំមានអារម្មណ៍ថាអ្នកលក់សវត្តមិនអញ្ចឹងក្នុងចិត្តថាគេយកលុយមកឲ្យហើយមិនក៏មិនរស់រេរាក់ទាក់មិនដឹងថាគ្នាភ័យឬមួយយ៉ាងម៉េចយ៉ាងដឹងទេ បាទបង ប៉ុន្តែខ្ញុំក៏នឹកឃើញថាខ្ញុំចង់ធ្វើឲ្យគាត់រីករាយជាមួយការងារដែលគាត់កំពុងតែបំពេញមិនដឹងថាគាត់មានរឿងអីនៅពីក្រោយយើងអត់ដឹងទេណាប៉ុន្តែគោលគំនិតថាចង់ឲ្យគាត់រីករាយម៉ោងហ្នឹងជាមួយការងារដែលគាត់កំពុងតែបំពេញហើយខ្ញុំក៏បាននិយាយថាបងស្រី
អូស្រីមកស្រស់ណាបើអញញឹមបន្តិចណាភ្ញៀវនឹងចូលមកច្រើនមកគ្រាន់តែយើងនិយាយប៉ុណ្ណឹងណា បាទបងបាទ គាត់ខោបឈោស្ទុះមកងើបឈោហើយគាត់ញញឹមហើយគាត់និយាយមួយយើងឡើងស្រួលមែនតើអ្នកក្រោយទៀតមកគាត់ផ្ដោតភាពរួចរាយតែអញ្ចឹងមានន័យថាពេលខ្លះពេលដែលយើងធ្វើការតំណែងតំណងជាមួយអ្នកណាម្នាក់ឲ្យគេបានដឹងថាយើងកំពុងតែឲ្យតម្លៃគេឲ្យគេបានដឹងថាយើងកំពុងតែទទួលស្ដាប់គេ បាទ ព្រោះយើងមិនមែនបើទោះបីយើងសំខាន់ប៉ុណ្ណាក៏ដោយបើយើងនៅគិតថាយើងសំខាន់ជាងអ្នកដែលយើងកំពុងនិយាយជាមួយពេកថ្ងៃក្រោយគេអត់និយាយជាមួយយើងទៀតទេហើយខ្ញុំជឿថាបងអូនស្រីម្នាក់ហ្នឹងមិនមែនញញឹមតែ1ម៉ោងហ្នឹងទេគាត់អាចសប្បាយចិត្តពេញមួយថ្ងៃហ្នឹងតែម្ដងបាទតាមមើលលក្ខណៈតាមមើលរបៀបដែលគាត់ញញឹមរបៀបដែលគាត់និយាយជាមួយអតិថិជនផ្សេងៗទៀតណា បាទបងបាទ ចឹងរឿងពីរហ្នឹងនៅដកនៅក្នុងចិត្តរបស់ខ្ញុំ អរគុណច្រើនបងខ្ញុំចាប់អារម្មណ៍ជាងគេតាក់ទងទៅនឹងស្នាមញញឹមបងព្រោះខ្ញុំគិតថាស្នាមញញឹមវាជាផ្នែកមួយដែលវាផ្ដល់ធម៌ពលឲ្យយើងហើយក៏ផ្ដល់ធម៌ពលទៅកាន់អ្នកដែលជុំវិញយើងដែរឬក៏អ្នកដទៃព្រោះនៅពេលណាដែលយើងបានផ្ដល់ស្នាមញញឹមឲ្យខ្លួនឯងឬក៏ដល់មកអ្នកដទៃដូចជាកាដូពិសេសមួយបងបាទជាកាដូពិសេសមួយ ជាកាដូពិសេសហើយជាធម៌ពលដ៏សំខាន់ បាទបងបាទ បាទភាសានៅក្នុងព្រះពុទ្ធសាសនានិយាយអំពីចិត្តណា បាទបង ចិត្តជាប្រធាននៃអ្វីៗទាំងអស់ហើយភាសាសម័យទំនើបនេះគេនិយាយពីច្បាប់សូត្រទាញ បាទបង អញ្ចឹងប្រកាសណាមានន័យថាបើសិនយើងញញឹមយើងនឹង attract យើងនឹងសូត្រទាញមនុស្សដែររៀងញញឹមរស់រាយតែមកច្រើនបើមុខយើងស្មើកមើមិនគួរជាទីនិយាយជាមួយអ្នកមកគ្នាមិនហ៊ានមកក្បែរអត់ទេអញ្ចឹងអ្នកមកក្បែរអាចសិតតែអ្នកដែលមកស្មើដែរ តែបងនៅពេលដែលបងនិយាយខ្ញុំនឹកឃើញថានៅពេលដែលខ្ញុំបរៀនខ្ញុំតែងតែប្រាប់អ្នកដែលគាត់មកចូលរួមណាតែអ្វីដែលទាញចំណាប់អារម្មណ៍អ្នកស្ដាប់ពេលដែលយើងឡើងនិយាយដំបូងនៅលើឆាកគឺស្នាមញញឹមរបស់យើងអាហ្នឹងគឺជា first impression របស់យើងជានិយាយជាភាសាអង់គ្លេសអញ្ចឹងទើបរាល់ពេលដែលយើងឡើងបើសិនជាយើងអាចផ្ដល់ស្នាមញញឹមទៅកាន់ទស្សនិកជនរបស់យើងណាគឺដូចយើងកំពុងតែផ្ដល់កម្លាំងចិត្តនិងទំនុកចិត្តមកលើខ្លួនឯងអញ្ចឹងបាទហើយប្រកបណាស់នៅពេលដែលជួបមនុស្សទូទៅនៅខាងក្រៅអាស្នាមញញឹមហ្នឹងក៏សំខាន់ដែរ បាទសំខាន់ចុះសម្រាប់លោកគ្រូវិញពេលណាដែលការតំណែងតំណងអាចផ្លាស់ប្ដូរដល់ដំណើរជីវិតហងៃ តាក់ទងទៅនឹងសម្រាប់ខ្ញុំហ្មងបើសិនយើងនិយាយពីតំណែងតំណងរាល់ថ្ងៃក្រៅពីក្រុមការងារជាមួយនឹងគ្រួសារបងអញ្ចឹងអាចថាអ្វីដែលខ្ញុំរៀនសូត្របានពីតំណែងតំណងនៅពេលដែលខ្ញុំមានគ្រួសារព្រោះវាជាផ្នែកមួយដែលធ្វើឲ្យខ្ញុំរៀនសូត្រពីការនិយាយស្ដី បាទ បើគាត់ណាមិនមែនន័យថារាល់ថ្ងៃហ្នឹងអ្វីដែលយើងនិយាយទៅគឺគ្រួសារឬក៏ដៃគូរបស់យើងនឹងចង់ស្ដាប់ទាំងអស់ហើយក៏ប៉ុន្តែក៏មានខុសពេលខ្លះក៏មានត្រូវ បាទ តែនៅពេលដែលខុសនៅពេលដែលយើងដឹងថាអូអាហ្នឹងគឺអ្វីមួយដែលគាត់អត់ចង់បានឬក៏មិនមែនអ្វីដែលគាត់ចង់ស្ដាប់យើងអាចដឹងយើងអាចផ្លាស់ប្ដូរបានខ្លះមិនមែនថាបានទាំងអស់ហើយបងតែនេះគឺជាអ្វីមួយដែលខ្ញុំឲ្យតម្លៃខ្លាំង នឹងហើយដែល ព្រោះចេញពីគ្រួសារទៅបង ភាសាសម័យថាចេះនិយាយ បាទ តែពេលខ្លះយើងនិយាយច្រើនខ្ញុំថាអ្នកពូកែនិយាយនឹងនិយាយច្រើនវាខុសគ្នាណា បាទបង ពូកែនិយាយគឺនិយាយទៅគេអាចចាប់ចំណុចបានអាចយល់បានប៉ុន្តែនិយាយច្រើនគេវាគ្រាន់តែពាក្យវាច្រើនប៉ុន្តែវាអត់មានន័យដែលគេចង់ស្ដាប់ណា បាទបងបាទត្រូវអរគុណបងត្រឡប់ទៅមួយនឹងតិចបងតាក់ទងទៅនឹងពេលដែលបងកំពុងតែអាចថាពេលរៀនពីអាចថាលោកគ្រូ បាទ ពេលដែលបងកំពុងតែរៀនជាមួយគាត់ឃើញការ observe បានន័យថាយើងសង្កេតឃើញលោកគ្រូតែបងគិតថាតាក់ទងទៅនឹងការនិយាយស្ដីឬក៏តំណែងតំណងណាអាចថាវាជាដងពីកំណើតរបស់មនុស្សឬក៏ជាផ្នែកមួយដែលមនុស្សម្នាក់គាត់អាចរៀនសូត្រអាចឲ្យខ្លួនឯងប្រសើរឡើងសម្រាប់បទពិសោធន៍របស់បងផ្ទាល់ដែលបងសង្កេតឃើញពីលោកគ្រូក៏ដូចជាខ្លួនបងផ្ទាល់អញ្ចឹង ខ្ញុំគិតថារឿងទាំងអស់នេះសិតតែរឿងអាចរៀនបានគ្រប់គ្នាទាំងអស់ បាទសិតតែមានម្ល៉េះបានគេឲ្យគេប្រើពាក្យថាសិល្បៈនៃការតំណែងតំណងឬក៏សិល្បៈនៃការនិយាយហើយសម្រាប់លោកគ្រូនៅពេលដែលខ្ញុំត្រឡប់ទៅវិញបើគាត់បិទភ្នែកសម័យបន្តិចថាផ្នែកមួយគឺព្រះអង្គមានភាពត្រជាក់ពីខាងក្នុងរបស់ព្រះអង្គតែម្ដងហើយមានទៀតដោយសារព្រះអង្គឆ្លងកាត់ច្រើនពីកន្លែងមួយទៅកន្លែងមួយច្រើនក៏ខ្ញុំគិតថាព្រះអង្គអភិវឌ្ឍព្រះអង្គរៀនសូត្រទៅតាមហ្នឹងម្ល៉េះហើយខ្ញុំគិតថារឿងនេះគឺគ្រប់គ្នារៀនសូត្របានទាំងអស់ឲ្យតែយើងប្រកាសជាចង់ផ្លាស់ប្ដូរជាមួយការតំណែងតំណងរបស់យើងមែនឲ្យតែយើងមានការអង្កេតទៅលើខ្លួនឯងដែលភាសាពុទ្ធសាសនាថាយោនិសោមនសិការៈ
ធ្វើទុកកិរិយាឬមួយធ្វើការឆ្លោះបញ្ចាំងចំពោះខ្លួនឯងរឿយៗថាតើយើងមើលខ្លួនឯងយើងទូស្គាល់ទៅថាការតើតំណែងតំណងរបស់យើងបើគិតពី1ទៅដល់10បាទបងបាទយើងគិតថាយើងនៅលេខបានបើយើងគិតថាយើងនៅលេខ3ឬក៏លេខ5ចុះទទួលស្គាល់លេខ3និងលេខ5ទៅហើយយើងសួរខ្លួនឯងថាធ្វើម៉េចខ្ញុំអាចធ្វើវាឲ្យប្រសើរជាងហ្នឹងពីមួយថ្ងៃទៅមួយថ្ងៃព្រោះអ្នកខ្លះគាត់និយាយញាប់បាទបងឬក៏និយាយតិចអត់សូវទំនុកចិត្តចេះប្រកបណាវាប្រកបជាមានការលំបាកក្នុងការតំណែងតំណងជាមួយអ្នកដទៃនៅពេលដែលយើងនិយាយញាប់ឬមួយនិយាយតិចអញ្ចឹងអ្វីដែលយើងត្រូវធ្វើយើងផ្លាស់ប្ដូរពីរបៀបនិយាយញាប់សម្រួលដង្ហើមនិយាយមួយច្បាស់ហើយពីនិយាយរៀងតិចពេកនិយាយមកល្មមសំរុំដែរអ្នកចិត្តខាងយើងនេះអាចស្ដាប់ទទួលយកបានពីព្រោះធម្មពលវាពីខាងក្នុងបើសិនធម្មពលពីក្នុងយើងអត់ល្អបាទពេលយើងនិយាយចេញមកក៏វាអ្នកដទៃមិនជាទីស្ដាប់ដូចគ្នាដែរទទួលបានបងមូលហេតុដែលបងអូនចង់បានគេថាជាបទពិសោធន៍បងព្រោះដោយសារខ្ញុំឃើញមានថាអ្នកដឹកនាំក៏ដូចជាអ្នកមួយចំនួនគាត់ថាគាត់ជាមនុស្សមួយដែលអត់សូវចេះនិយាយស្ដីហើយយើងជាភាសាអង់គ្លេសគាត់ថាគាត់ជាមនុស្សមួយដែល introverted បាទចឹងអាចថាជាការគិតឬក៏ចិត្តគំនិតរបស់គាត់ថាគាត់អត់មានអាហ្នឹងទេគាត់ជាមនុស្សបែបហ្នឹងគាត់អត់ចេះតំណែងតំណងគាត់អត់ចេះនិយាយស្ដីចឹងទើបបងអូនចង់បានបទពិសោធន៍បងកន្លែងហ្នឹងដើម្បីឲ្យពួកគាត់ឃើញថាមិនថាគាត់ជាមនុស្សបែបណាឲ្យតែគាត់មានគោលបំណងហើយគាត់ចង់ឲ្យខ្លួនឯងប្រសើរឡើងគាត់អាចសន្សំពីមួយថ្ងៃទៅមួយថ្ងៃបានប្រកបណាបាទប្រកបណាកន្លែងហ្នឹងភាសាបុរាណយើងថាតក់ពេញបំពង់ហើយមួយទៀតភាសាអង់គ្លេសថាកុំ label ខ្លួនឯងណាមានន័យថាកុំដាក់អត្តសញ្ញាណខ្លួនឯងថាខ្ញុំមិនចេះនិយាយខ្ញុំអត់សូវចេះនិយាយខ្ញុំតែអញ្ចឹងខ្ញុំបកកែធ្វើតែខ្ញុំអត់បកកែនិយាយចេះមានន័យថាយើងកំពុងតែដាក់អត្តសញ្ញាណខ្លួនឯងនៅពេលដែលយើងដាក់អត្តសញ្ញាណខ្លួនឯងយើងទទួលយកបែបហ្នឹងអញ្ចឹងវិធីដ៏សំខាន់បំផុតដំបូងគឺត្រូវផ្លាស់ប្ដូរផ្នត់គំនិតទី1ផ្លាស់ប្ដូរផ្នត់គំនិតថាខ្ញុំនឹងហ្វឹកហាត់ក្នុងការនិយាយឲ្យការនិយាយរបស់ខ្ញុំប្រសើរជាងមុនហើយចាប់ផ្ដើមរកមើលថាតើក្នុងភាសាតំណែងតំណងឬក៏ភាសានិយាយហ្នឹងមានបុគ្គលណាមួយដែលជា role model ជាគំរូភាពរបស់យើងដែលយើងចង់និយាយដូចគាត់ថាមិនប្រកែដូចគាត់ទេប៉ុន្តែយ៉ាងហោចណាស់យើងនឹងហ្វឹកហាត់និយាយយើងនឹងរៀននិយាយអញ្ចឹងបើមែនតើវាគ្មានអ្វីដែលយើងមិនអាចធ្វើបានទេឲ្យតែទី1យើងដឹងច្បាស់ថាយើងនៅកន្លែងណាហើយយើងចង់ទៅណាទី2ទទួលស្គាល់ការពិតហើយធ្វើការឆ្លោះបញ្ចាំងហើយបន្ទាប់មកយើងធ្វើតិចម្ដងមែនតើមិនបាច់ចាំច្រើនទេការហ្វឹកហាត់ត្រឹមតែចន្លោះពី30ទៅ90ថ្ងៃខ្ញុំជឿថាអាចប្រែប្រួលហើយកន្លែងលោកគ្រូក៏មានវគ្គបណ្ដុះបណ្ដាលរឿងនឹងច្រើនពាក់ព័ន្ធពីរបៀបនិយាយជាសាធារណៈពាក់ព័ន្ធអីទាំងអស់ហ្នឹងអញ្ចឹងខ្ញុំគិតថាកន្លែងដែលល្អហ្នឹងគឺ talk ហ្នឹងហើយបាទអរគុណបងសម្រាប់ការចែករំលែកខ្ញុំយល់ស្របទៅលើអ្វីដែលបងលើកឡើងព្រោះដោយសារតែបងអូនពីដើមមកមិនមែនថាជាមនុស្សមួយដែលមានទំនុកចិត្តឬក៏បកកែនិយាយមានទំនុកចិត្តនៅលើឆាកអីទេបាទចាប់ផ្ដើមចេញពីការចាប់ផ្ដើមមួយដែលយើងភ័យយើងខ្លាចតែអ្វីដែលយើងបានម្ដងចំណុចនេះគឺដោយសារតែយើងឲ្យខ្លួនឯងឲ្យឱកាសខ្លួនឯងហ្នឹងទៅអនុវត្តពីម្ដងទៅម្ដងពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ដែលធ្វើឲ្យខ្លួនខ្ញុំហ្នឹងអាចខុសប្លែកពីមុនអញ្ចឹងសម្រាប់បងប្អូនដែលកំពុងតែទស្សនាដូចលោកគ្រូក៏ដូចជាបងជុននេះគាត់បានលើកឡើងអញ្ចឹងគឺជា skill មួយជាជំនាញមួយដែលយើងអាចហ្វឹកហាត់បានអាចសន្សំបានអាចឲ្យខ្លួនឯងប្រសើរឡើងពីម្ដងទៅម្ដងហើយកន្លែងចំណុចហ្នឹងក៏ចង់លើកឡើងថាតាមពិតពេលខ្ញុំនៅអាសាពេលនៅជាមួយបងខ្ញុំតែងតែសង្កេតបងព្រោះអ្វីមួយដែលខ្ញុំចង់រៀនពីបងបន្ថែមគឺតំណែងតំណងព្រោះខ្ញុំឃើញថាពេលបងជួបបុគ្គលណាម្នាក់អញ្ចឹងខ្ញុំឃើញថាបងបកកែឯណានិយាយឲ្យគេគោរពស្រឡាញ់មែនតើពីមុនអត់ចឹងទេពីមុនឲ្យតែក្នុងចំណោមមនុស្សគឺចង់តែកិច្ចទេពីព្រោះមានន័យថាអត់ដឹងនិយាយអីពេលចូលអង្គុយក្នុងចំណោមមនុស្សអត់ដឹងនិយាយអីអញ្ចឹងវិធីតែមួយគត់គឺកិច្ចឲ្យផុតគឺកិច្ចឲ្យផុតដល់កិច្ចផុតទៅវារួចខ្លួនអាហ្នឹងហើយគេសួរក៏មិនដឹងឆ្លើយថាម៉េចវាមិនដឹងនិយាយថាម៉េចប៉ុន្តែឆ្លងកាត់កាលខ្ញុំនៅរៀននៅមហាវិទ្យាល័យខ្ញុំឆ្លងកាត់វគ្គហ្នឹង9ខែបាទ9ខែរៀនអំពីរបៀបនិយាយជាសាធារណៈហ្នឹងបាទហើយរៀងរាល់ថ្ងៃអង្គារខ្ញុំចាំរៀងរាល់ថ្ងៃអង្គារជាថ្ងៃដែលខ្ញុំអនុវត្ត practice
រៀងរាល់ថ្ងៃគៀគឺជាថ្ងៃដែលពិបាកបំផុតក្នុងជីវិតមានន័យថាម៉េចមានន័យថាឲ្យតែថ្ងៃគៀគឺក្តៅខ្លួនហ្មងហើយញ៉ាំបាយគាត់ឆ្ងាញ់ដែរពីព្រោះត្រូវឡើងឆាអោ បាទបង ឡើងឆាឲ្យសិស្សទាំងអស់គ្រប់សាលាទាំងអស់គ្រប់ថ្នាក់ទាំងអស់មកចូលរួមហ្នឹងសិស្សដូចជាអត់ក្រ300នាក់ទេអញ្ចឹងរៀងរាល់ថ្ងៃគៀគឺត្រូវកាត់ឡើងមីក្រូនិយាយទៅសិស្ស300នាក់ហ្នឹងហើយដល់ពេលនិយាយមានពេលមួយហ្នឹងនិយាយចប់គ្រូស្ដីឲ្យហ្មងស្ដីមកគេហ្មងគាត់ឲ្យខ្ញុំឡើងបកស្រាយពីរឿងប៉ុលពតបាទហើយខ្ញុំហ្នឹងពេលដែលឡើងបកស្រាយវាអត់ឃើញចង់និយាយថាពេលដែលយើងដឹងថាយើងឆ្លងកាត់ការលំបាកវាកំសត់ប៉ុន្តែពេលឡើងនិយាយហ្នឹងណាបាទយើងនៅញញឹមយើងគ្រូថានិយាយរឿងកំសត់យើងឆ្លងកាត់ការលំបាកហ្នឹងញញឹមដាក់គេតែឯងខ្ញុំត្រូវធ្វើម្ដងទៀតយើងគ្រូស្ដីឲ្យមកគេខ្វះគេខ្វះពេលហ្នឹងអូខេបងអរគុណច្រើនបងដល់ពេលបងលើកឡើងតាក់ទងចំណុចហ្នឹងអានឹងជាផ្នែកមួយសម្រាប់អ្នកដែលគាត់មកចូលរួមដែរព្រោះអាសាឃើញនៅពេលដែលគាត់និយាយរឿងដែរកំសត់តែទឹកមុខគាត់សប្បាយអញ្ចឹងអានឹងគឺជាផ្នែកមួយដែលចង់វាអត់មានអីក៏តែគាត់ថាអ្នកស្ដាប់គាត់អត់ទទួលបានអារម្មណ៍មួយបាទអញ្ចឹងទឹកមុខហើយនឹងពាក្យពេចន៍ដែលយើងត្រូវតែឲ្យស៊ីគ្នាអញ្ចឹងទើបអ្នកដែលគាត់កំពុងតែស្ដាប់យើងគាត់នឹងទទួលបានអារម្មណ៍មួយហ្នឹងបាទអរគុណច្រើនបងអរគុណចំណុចបន្តបងចង់សាកសួរបងតិចថាសម្រាប់បងយើងឃើញមិនដែរតាក់ទងទៅនឹងការនិយាយហើយនឹងទំនាក់ទំនងតែពីរហ្នឹងវាខុសគ្នាឬក៏វាទំនាក់ទំនងភ្ជាប់ជាមួយគ្នាបែបណាដែរបងរវាងការនិយាយហើយនឹងទំនាក់ទំនងអញ្ចឹងណាបើមិនយើងនិយាយនៅកន្លែងការងារបាទសំណួរល្អមែនតើពីនេះវាត្រូវនៅជាប់គ្នាបាទភាសាដែលយើងនិយាយហ្នឹងយើងអាចភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនបានអត់ថ្ងៃយើងប្រកែនិយាយយើងចេះនិយាយមែនប៉ុន្តែអ្វីដែលយើងនិយាយហ្នឹងគេស្ដាប់យល់គេអាចយកទៅធ្វើបានអត់ម្ល៉េះហើយទាំងសិល្បៈនៃការនិយាយក្តីទាំងសិល្បៈនៃការចងភ្ជាប់ពាក្យសម្ដីរបស់យើងហ្នឹងឲ្យទៅជាផ្នែកមួយនៃការគិតរបស់មនុស្សជុំវិញខ្លួនវាជារឿងសំខាន់ហើយវាជារឿងទាំងពីរនេះត្រូវគ្នាមកបើយើងប្រកែយើងគិតថាយើងប្រកែទំនាក់ទំនងយើងប្រកែទំនាក់ទំនងវិញបើយើងអត់សូវប្រកែនិយាយប៉ុណ្ណាយើងគិតថាយើងប្រកែនិយាយយើងប្រកែនិយាយវិញបើនិយាយគេស្ដាប់អត់បានប៉ុណ្ណាអញ្ចឹងមានន័យថាទាំងពីរហ្នឹងវាជួយ support គ្នាទៅវិញទៅមកអត់អាចអត់បានប្រកែនិយាយប្រកែទំនាក់ទំនងក្នុងទម្រង់អីគេក្នុងទម្រង់សរសេរឬមួយក្នុងទម្រង់និយាយបើក្នុងទម្រង់និយាយមានន័យថារាល់ពេលដែលយើងនិយាយទៅគេស្ដាប់ទៅអាចជាទីពេញចិត្តជាទីជ្រះថ្លាក្នុងការស្ដាប់បន្តរាល់ពេលដែលគេអានអត្ថបទរបស់យើងទៅមានអារម្មណ៍ថាជាងការអត្ថបទខ្លះធ្វើឲ្យគេផ្លាស់ប្ដូរជីវិតពាក្យសម្ដីខ្លះយើងនិយាយទៅធ្វើឲ្យគេផ្លាស់ប្ដូរជីវិតម្ល៉េះហើយបាននៅក្នុងភាសារបស់បុរាណយើងនៅក្នុងពុទ្ធសាសនាលោកប្រើមានពាក្យ7ប៉ុន្តែមួយក្នុងចំណោម7នេះលោកប្រើពាក្យថាបុគ្គលញ្ញតារៀនស្គាល់បុគ្គលបាទបងរៀនស្គាល់បុគ្គលមានន័យថាមនុស្សដែលយើងកំពុងនិយាយជាមួយនឹងជានរណាមានឋានន្តរស័ក្តិបែបម៉េចការចូលចិត្តការគិតរបស់គាត់របៀបម៉េចហើយយើងគួរតែធ្វើខ្លួនរបៀបម៉េចដើម្បីនិយាយទៅឲ្យស័ក្តិសមជាមួយមនុស្សដែលយើងកំពុងតែនិយាយជាមួយហើយមួយទៀតក្នុងចំណោម7លោកថាអត្តញ្ញតាស្គាល់ខ្លួនឯងបាទបងបាទយើងជាអ្នកណានៅកន្លែងណាកំពុងធ្វើអីភាសាដែលយើងប្រើហ្នឹងគួរប្រើភាសាម៉េចដើម្បីឲ្យនិយាយទៅវាអាច relate វាអាចទំនាក់ទំនងទៅវិញទៅមកបានហើយមួយដ៏ធំទៀតលោកថាបរិសញ្ញតាគឺរៀនស្គាល់បរិស័ទរៀនស្គាល់ចំណោមមនុស្សរៀនស្គាល់ទីតាំងរៀនស្គាល់ទីកន្លែងអញ្ចឹងមានន័យថាក្នុងនាមជាអ្នកនិយាយប្រកបណាស់ទាមទារឲ្យយើងយល់អំពីចំណុចសំខាន់ហ្នឹងដើម្បីឲ្យដឹងថាបើសិនយើងអត់ដឹងធម្មតាដូចលោកគ្រូបង្រៀនពេលដែលបង្រៀនថាដើម្បីអាចនិយាយបានតើតែយើងយល់ច្បាស់អំពីប្រធានបទដែលយើងកំពុងតែនិយាយមែនអត់តើយើងយល់ច្បាស់ថាអ្នកមកចូលរួមនេះគាត់ជានរណាអញ្ចឹងបើសិនយើងយល់ច្បាស់អំពីប្រធានបទរបស់យើងហើយទីមួយយើងមានទំនុកចិត្តហើយបើយើងដឹងថាពួកគាត់អ្នកមកស្ដាប់យើងនេះជានរណាមកពីណាខ្លះអញ្ចឹងភាសាដែលយើងប្រើទៅវាអត់វល់ភាសាដែលយើងប្រើទៅមានន័យថាយើងដាក់ទៅចំមនុស្សតែភាសាយើងថានិយាយដាក់ចំបេះដូងចាក់ដកបេះដូងណាអញ្ចឹងមានន័យថាទាំងពីរហ្នឹងអត់អាចអត់មួយណាបានទេបើសិនយើងមានមួយយើងត្រូវហ្វឹកហាត់មួយទៀតដើម្បីឲ្យវាមានតុល្យភាព
រវាងដូចខួរក្បាលនៅបេះដូងណា បាទ ខួរក្បាលនៅបេះដូងមនុស្សដែលខ្លាំងគឺត្រូវមានតុល្យភាពក្នុងការប្រើប្រាស់ខួរក្បាលភាសាអង់គ្លេសថា EQ និង IQ មែនទេ បាទបង អញ្ចឹងបើកាលណា EQ យើងខ្ពស់ពេក IQ យើង low ក៏ពិបាកគាត់ថាគ្រប់យ៉ាងបាទវាអត់តុល្យភាពពេលដែលយើងមានវិន័យតឹងរឹងតឹងតែងខ្លាំងពេកអត់មានក្តីស្រឡាញ់អត់មានភាសាបេះដូងទៅជាមួយមនុស្សក៏ពិបាកនៅជាមួយដែរ ទទួលបាន ហើយបើគ្រប់យ៉ាងទន់ភ្លន់គ្រប់យ៉ាងផ្អែមល្ហែមពេកអត់មានវិន័យមនុស្សហ្នឹងក៏អាចខូចដែរ បាទអរគុណច្រើនបងពេលនេះពេលដែលបងលើកឡើងតាក់ទងទៅនឹងការយល់ឬក៏ស្គាល់ពីបុគ្គលបានន័យថាជាទស្សនិកជនរបស់យើងក៏ដូចជាអ្នកដែលយើងកំពុងនិយាយជាមួយគឺជាផ្នែកមួយសំខាន់មែនតើបាទខ្ញុំតែងតែលើបងមួយចំនួនដែលគាត់មកចូលរួមបងគាត់តែងតែមានអារម្មណ៍ថាគាត់ពិបាកឬក៏ភ័យអត់មានទំនុកចិត្តនៅពេលដែលគាត់និយាយជាមួយនឹងមេរបស់គាត់ជាពិសេសគឺថ្នាក់ដឹកនាំហើយខ្ញុំតែងតែលើកថាសំណួរថាបងស្គាល់ពីមេបងប៉ុណ្ណាដែរតើបងបានស្វែងយល់ពីគាត់កម្រិតណាដែរបើសិនជាបងស្វែងយល់ពីគាត់បានកាន់តែច្រើនយល់ពីគាត់បានកាន់តែច្រើនខ្ញុំជឿជាក់ថាអារម្មណ៍ក៏ដូចជាទំនុកចិត្តរបស់បងនឹងមានកាន់តែច្រើនដែរនៅពេលដែលបងមានការប្រស័យតាក់ទងជាមួយគាត់បាទអញ្ចឹងត្រឡប់ទៅវិញប្រកបណាស់តាក់ទងទៅនឹងការយល់ឬក៏ដឹងពីទស្សនិកជនរបស់យើងគឺជាផ្នែកសំខាន់មែនតើតែដឹងពីបើសិនជាយើងជាអ្នកលក់យើងត្រូវដឹងពីអតិថិជនរបស់យើងតើគាត់ជាពីណាគាត់ចង់បានអីគាត់ចូលចិត្តអីបាទបងបាទព្រោះយើងជាអ្នកលក់ព្រោះភាសាព្រោះអ្នកលក់ភាសាតំណែងតំណងដែរបាទអញ្ចឹងមនុស្សដែលពូកែតំណែងតំណងកាន់តែខ្លាំងពូកែលក់កាន់តែខ្លាំងអញ្ចឹងមានន័យថាម៉េចទីមួយគាត់ស្គាល់ខ្លួនឯងច្បាស់ថាគាត់ជាអ្នកណាកំពុងធ្វើអីភាសាមួយណាដែលគាត់គួរប្រើក្នុងនាមជាអ្នកលក់មិនមែននិយាយច្រើនដោយគេធុញណាបាទទី2ប្រកាសណាគាត់ស្គាល់ product របស់គាត់ផលិតផលដែលគាត់ធ្វើហ្នឹងគាត់ជឿជាក់ហើយគាត់យល់ច្បាស់ដោយលោកគ្រូលើកឡើងថាទី3មនុស្សបាទអញ្ចឹងអ្នកទិញរបស់គាត់ហ្នឹងជាអ្នកណាអញ្ចឹងបើសិនជាគាត់អត់ស្គាល់អាហ្នឹងហើយគាត់អត់សូវប្រកែកនិយាយទៀតតែមិនរួចអត់បានទេអញ្ចឹងទៀមទាមែនតើទៅបងប្អូនដែលជាអ្នកលក់ហ្នឹងសំខាន់ណាស់ទៀមទាឲ្យចេះតំណាក់តំណងទៀមទាឲ្យចេះនិយាយបាទនៅពេលដែលខ្ញុំប្រើតែចេះនិយាយមិនមែននិយាយច្រើនណាបាទចេះនិយាយព្រោះបើយើងមិនចេះនិយាយទេយើងអាចនឹងទៅជានិយាយច្រើនធ្វើឲ្យគេធុញទ្រាន់វិញបាទអរគុណច្រើនបងចង់ជំរាបសួរបងបន្តបន្តិចបើសិនជាក្រុមការងារឬក៏ថ្នាក់ដឹកនាំបងនៅពេលដែលគាត់មានរបស់ទាំងពីរហ្នឹងតើគិតថាវាមានអត្ថប្រយោជន៍ឬក៏សម្រាប់គេហៅថាសារៈសំខាន់អ្វីខ្លះសម្រាប់ស្ថាប័នមួយអញ្ចឹងណាបងខ្ញុំចង់ឲ្យបងជួយលើកពីអត្ថប្រយោជន៍តិចបើសិនជាបងជឿថាវាសំខាន់ខ្លាំងណាស់ហើយបើយើងនិយាយពីនឹងទៀតមួយដែលជា snow ដ៏សំខាន់នៅក្នុងពីហ្នឹងណាបាទបងគឺសិល្បៈនៃការស្ដាប់នៅពេលដែលមនុស្សពូកែស្ដាប់មានន័យថាគាត់ក៏អាចតំណាក់តំណងបានល្អដែរអញ្ចឹងបានភាសាអង់គ្លេសគេថា good leader is a good listener បាទអ្នកមានដឹកនាំល្អគឺជាមនុស្សដែលពូកែស្ដាប់អញ្ចឹងជាមួយការពូកែស្ដាប់នៅពេលដែលខ្ញុំប្រើពាក្យថាស្ដាប់ពូកែស្ដាប់កន្លែងនេះភាសាបាលីថាសូមានន័យថាស្ដាប់ដោយមេត្តាស្ដាប់ដោយមិនវិនិច្ឆ័យស្ដាប់ដោយមិនមាន agenda ផ្សេងភាសាពេញថាសត្តមយៈបញ្ញាកើតចេញពីការស្ដាប់អញ្ចឹងត្រឡប់ទៅវិញទៅលោកគ្រូបានលើកឡើងថាប្រសិនបើនៅក្នុងស្ថាប័នថ្នាក់ដឹកនាំឬមួយក៏អង្គភាពឬមួយបុគ្គលិកមានទាំងពីរហ្នឹងប្រកបណាស់វានឹងមានអត្ថប្រយោជន៍ច្រើនខ្ញុំជឿថានឹងកាត់បន្ថយចំនួនបាទនឹងកាត់បន្ថយការមាក់ងាយគ្នាមេរោគមួយចំនួនណាមេរោគប្រកាន់ច្រើនមេរោគមិនសូវចេះយោគយល់គ្នាមេរោគដូចជាមិនសូវចេះឲ្យតម្លៃគ្នាអញ្ចឹងធម្មតានៅពេលដែលនិយាយគ្នាយល់ពីគ្នាទៅវិញទៅមកមនុស្សចាប់ផ្ដើមមានការឲ្យអភ័យចំពោះគ្នាមនុស្សចាប់ផ្ដើមមានការយោគយល់ចំពោះគ្នាមនុស្សចាប់ផ្ដើមចេះជួយគ្នាឥឡូវយើងសម័យមើលថាចេះឲ្យអភ័យចំពោះគ្នាទៅវិញទៅមកមានការយោគយល់ចំពោះគ្នាមានការជួយគ្នាអញ្ចឹងផលិតភាពកើតឡើងអូតូបាទទោះស្គាល់ថាលើផែនដីនេះវាមិនមែនមានន័យថាគ្រប់យ៉ាងល្អទាំងអស់ទោះបីល្អប៉ុណ្ណាក៏វានៅមានរឿងកើតឡើងម្ដងម្កាលអានោះវាជារឿងធម្មតាវាជាផ្នែកមួយនៃច្បាប់ធម្មជាតិមែនទេប៉ុន្តែគាត់ថាបើសិនមានទាំងពីរហ្នឹងនៅក្នុងផ្នែកមួយនៃបុគ្គលិកឬក៏ថ្នាក់ដឹកនាំប្រកបណាស់អង្គភាពហ្នឹងមានការរីកចម្រើនលឿនអរគុណបងបាទមិនថាធីមតូចឬធំទេបាទ
អរគុណបងតាក់ទងទៅនឹងការស្ដាប់ពេលដែលបងនិយាយតាក់ទងទៅនឹងការស្ដាប់ខ្ញុំនៅតែនឹកឃើញ Simon Sinek សៀវភៅរបស់គាត់មួយតាក់ទងទៅនឹង Leaders Eat Last បាទ អញ្ចឹងខ្ញុំរៀងចាប់អារម្មណ៍កន្លែងហ្នឹងនៅពេលដែលគាត់មានចំណងជើងបែបហ្នឹងខ្ញុំថាតើអ្វីដែលជា snow សំខាន់ដែលធ្វើឲ្យ leader ម្នាក់គឺជា leader មួយអ្នកដឹកនាំមួយដែលគាត់ប្រកែក្នុងការដឹកនាំក្រុមការងារអញ្ចឹងដូចបងមានប្រសាសន៍មិញហ្នឹងគឺតាក់ទងទៅនឹងការស្ដាប់ បាទ ស្ដាប់ដោយមេត្តាស្ដាប់ដោយយល់ពីគេហៅថាពីក្នុង បាទ បាទបងហើយជាក់ស្ដែងបទពិសោធន៍ខ្ញុំផ្ទាល់បងតាមពិតក៏ធ្លាប់ជួបខ្លះៗដែរហើយជាពិសេសហ្មងមួយគ្រួសារពួកពេលខ្លះដឹងថាការស្ដាប់ក៏នៅមានកម្រិតដែរពេលខ្លះមិនប្រកាសថាអ្វីដែលគាត់ចង់បានគឺការតបទៅវិញទេគ្រាន់តែគាត់ចង់ឲ្យយើងស្ដាប់អញ្ចឹងកន្លែងហ្នឹងក៏ខ្ញុំហ៊ានសូត្របានដែរខ្ញុំទៅ អូឡើយនឹងសំខាន់ខ្លាំងមែនទែន បាទ ខ្ញុំក៏ឆ្លងកាត់ច្រើនតាំងពីហ្នឹងហើយអញ្ចឹងមេរៀនដ៏សំខាន់មួយទៀតនោះគឺយើងរៀនអំពីគ្រួសាររបស់យើងដូចគ្នាដែរព្រោះយើងនៅជាមួយគ្នារាល់ថ្ងៃធ្វើការតំណែងតំណងពេលខ្លះយើងអាចរវល់ខ្លាំងខាងក្រៅដល់ពេលត្រឡប់មកផ្ទះវិញធម៌ពលវាអត់ពេញលេញណា បាទបង ព្រោះហើយវាជារឿងដែលយើងត្រូវយកចិត្តទុកដាក់ខ្លាំងជារឿងដែលយើងត្រូវអង្កេតតាមរយៈវគ្គបណ្ដុះបណ្ដាលរបស់ខ្ញុំដូចលោកគ្រូលើកឡើងវិញថាពេលដែលមានបញ្ហាគាត់មិនចង់បានដំណោះស្រាយភ្លាមៗទេគាត់ចង់បានថាតើយើងស្ដាប់គាត់ដោយពេញលេញអត់ បាទបង យើងកំពុងតែយល់ថាគាត់មានបញ្ហាអីអត់នៅពេលដែលយើងទទួលដឹងនៅពេលដែលគាត់ទទួលដឹងថាយើងកំពុងស្ដាប់គាត់ដោយពេញលេញគាត់ទទួលដឹងថាយើងក៏ដឹងថាគាត់ជួបប្រទះអីដែរអាហ្នឹងអ្វីដែលគេចង់បានហើយភាគច្រើននៅពេលដែលយើងស្ដាប់ជួនកាលយើងចូលចិត្តផ្ដល់ដំណោះស្រាយភ្លាមៗ បាទបាទ តែរឿងពិតមិនមែនអញ្ចឹងទេបាទតាមរយៈវគ្គបណ្ដុះបណ្ដាលរបស់ខ្ញុំដែលធ្វើខ្ញុំមានកម្មវិធីមានកម្មវិធីមួយឈ្មោះថា clinical business hour បាទបងបាទ អញ្ចឹងនៅក្នុងនោះយើងបានរកឃើញថារាល់ពេលដែលបុគ្គលមានបញ្ហាបើសិនបើគាត់និយាយជាមួយមនុស្សស្និទ្ធស្នាលឬមួយទេទៅនរណាម្នាក់ដែលគេស្ដាប់ដោយយកចិត្តទុកដាក់ដោយមិនវិនិច្ឆ័យដោយមិនស្ដីបន្ទោសភ្លាមៗគ្រាន់តែស្ដាប់ 50% នៃបញ្ហាត្រូវបានដោះស្រាយ បាទធំ 50% នៃបញ្ហាត្រូវបានដោះស្រាយគ្រាន់តែស្ដាប់ថាវាជាស្អីតែកុំអាប្រតិកម្មកុំអាតបបើយើងចង់ផ្ដល់យោបល់យើងសួរថាតបពីស្ដាប់ចប់ហើយយើងអាចនិយាយថាខ្ញុំដឹងថាវាលំបាកវាអត់ស្រួលទេអរគុណដែលបានចែករំលែកដែលបានប្រាប់ខ្ញុំអនុញ្ញាតឲ្យខ្ញុំផ្ដល់ជាយោបល់ខ្លះបានទេយើងគ្រាន់តែនិយាយប៉ុណ្ណឹងធ្វើឲ្យអ្នកដែលមានបញ្ហាហ្នឹងក៏បានរំសាយខ្លះដែរ បាទទទួលស្គាល់មកថាការស្ដាប់មិនមែនជាជំនាញមួយងាយស្រួលទេ អត់ស្រួលទេបាទ ហើយខ្ញុំឆ្លងកាត់ច្រើនគួរសមដែរដឹងថាខ្លួនឯងក៏នៅមានកម្រិតដែរបងតាក់ទងទៅនឹងការស្ដាប់ដូចបងលើកឡើងអញ្ចឹងអ្វីដែលគាត់ចង់បានគ្រាន់តែស្ដាប់តែដោយសារតែយើងប្រតិកម្មគេថាពីក្នុងមកប្រតិកម្មចេះតែចង់ឲ្យយោបល់ ចេះចង់ជួយ ចេះចង់ជួយចេះចង់ផ្ដល់យោបល់តែអាជួយហ្នឹងវាទៅជារឿងខុសវិញក៏មានដែរបងអូខេបងអរគុណច្រើនបងសម្រាប់ការចូលរួមចង់ភ្ជាប់តិចបងតាក់ទងទៅនឹងការនិយាយច្រើនរបស់បុគ្គលិកបងនៅកន្លែងក្រុមការងាររបស់ស្ថាប័នមួយឃើញថាមានបងដែលគាត់ជាម្ចាស់អាជីវកម្មឬក៏ប្រធានផ្នែកគាត់ឃើញថាក្រុមការងាររបស់គាត់មានសមត្ថភាពគាត់អាចនិយាយបានតែពេលខ្លះគាត់អត់ចេះសម្រួមអត់ចេះក្តោបន័យមួយឲ្យវាចំបងតើកន្លែងហ្នឹងតើបងគិតថាតើគាត់គួរធ្វើបែបណាឬក៏បងមានជាមតិយោបល់បែបណាសម្រាប់ពួកគាត់ដើម្បីឲ្យពួកគាត់អាចរៀនសូត្រឬក៏អាចមានជា tip អីក្នុងការគាត់ឲ្យខ្លួនឯងភាសាឡើងតាក់ទងផ្នែកហ្នឹងអញ្ចឹងណាបង បាទអរគុណច្រើនលោកគ្រូកន្លែងនេះសំខាន់ខ្លាំងមែនតើបើយើងអាចប្រើពាក្យមួយយ៉ាងស៊ីជម្រៅបន្តិចណា បាទបងបាទ ពាក្យភាសាបាលីថាសតិ សតិ សតិដឹង បាទបងបាទ បាទស្មារតីដឹងអញ្ចឹងប្រកបណាស់យើងមុននឹងជួបថ្នាក់ដឹកនាំរបស់យើងគួរតែរៀបគំនិតឲ្យបានច្បាស់លាស់ព្រោះជួនកាលបើសិនក្រុមហ៊ុនដែលមានបុគ្គលិកច្រើនទៀតយើងពិបាកក្នុងការជួបថ្នាក់ដឹកនាំគាត់រវល់អញ្ចឹងបានជួបគាត់ម្ដងជាឱកាសល្អខ្លាំងណាស់ បាទ ម្ល៉េះយើងគួរតែដើម្បីកុំឲ្យភ័យខ្លាចកុំឲ្យនិយាយច្រើនពេកធ្វើឲ្យថ្នាក់ដឹកនាំរៀងមានអារម្មណ៍ថារង្គៀសចិត្តឬក៏ធុញអញ្ចឹងយើងគួរតែ
ទីមួយគួរតែត្រៀមកំណត់ឲ្យបានច្បាស់ថាពេលដែលទៅជួបគាត់គួរនិយាយស្អីគេ1 2 3ឲ្យបានច្បាស់មានន័យថាទៅជួបគឺតែនិយាយកន្លែងចំណុចសំខាន់តែម្ដងកុំឲ្យរៀបរាប់ពីមួយទៅមួយហោហាយច្រើនពេកពួកគាត់រវល់អត់មានពេលមកអង្គុយស្ដាប់យើងទេអញ្ចឹងពេលដែលថ្នាក់ដឹកនាំចង់ផ្ដល់ជាមតិត្រឡប់ទៅវិញក៏ feedback ត្រឡប់ទៅវិញក៏ពិបាកដែរពេលដែលយើងជ័យច្រើនអត់ចំចំណុចចឹងហើយបានកន្លែងហ្នឹងថាត្រូវមានគួរតែមានសតិដឹងគួរតែមានស្មារតីដឹងថាគួរតែនិយាយស្អីក្នុងម៉ោងហ្នឹងពេលហ្នឹងចង់និយាយថាម៉ោងហ្នឹងពេលហ្នឹងកលៈទេសៈហ្នឹងគួរនិយាយអីដែលភាសាបាលីថាកាលញ្ញតាស្គាល់កាលស្គាល់កលៈទេសៈហើយប្រកបណានៅកន្លែងស្គាល់កាលស្គាល់កលៈទេសៈនេះសំខាន់ទៀតថាពេលខ្លះពាក្យដែលយើងនិយាយត្រូវប៉ុន្តែវាអត់ត្រូវនិយាយនៅក្នុងម៉ោងហ្នឹងសំណួរដែលយើងចង់សួរនេះយើងសួរនេះវាត្រូវហើយប៉ុន្តែអត់គួរសួរម៉ោងហ្នឹងទេត្រូវតែមានសតិដឹងមានន័យថារលឹកជារឿយៗហ្មងผมនោះសោតអត់បានទេអ្នកខ្លះរត់ដល់ជួបលេងសើចនិយាយលេងធម្មតាទេតែមានពេលណាមួយនោះនិយាយពាក្យដដែលហ្នឹងសួរសំណួរហ្នឹងធ្វើឲ្យគេខឹងឆៅអត់សប្បាយចិត្តហ្មងអញ្ចឹងក៏យើងត្រូវមើលកលៈទេសៈដែរមិនមែនមានថាមានពេលនិយាយអាងតែខ្លួនឯងនិយាយបានចេះតែនិយាយអត់ទេអត់ដាច់ខាតហ្មងទី1ត្រូវដឹងឲ្យច្បាស់ថាយើងគួរនិយាយអីឲ្យមានស្មារតីដឹងទី2ក៏គួរមើលកលៈទេសៈដែរប៉ុន្តែខ្ញុំនិយាយកន្លែងហ្នឹងមិនមែនមានន័យថាគ្រប់ពេលវេលាត្រូវតែមើលកលៈទេសៈទេពីព្រោះឱកាសខ្លះវាជាឱកាសមាសអញ្ចឹងបើយើងទុកអានឹងឲ្យវាកន្លងផុតទៅយើងអត់មានឱកាសទៀតវាបាត់បង់ឱកាសណាបាទហើយក៏ប៉ុន្តែក្នុងនាមជាបុគ្គលក្នុងនាមជាបុគ្គលិកក៏គួរយល់ដឹងដែរថាថ្នាក់ដឹកនាំយើងរវល់ប៉ុណ្ណាហើយពេលដែលទៅនិយាយហ្នឹងក៏រឿងរ៉ាវខ្លះវាជាបញ្ហាបើរាល់ពេលបញ្ហារត់ទៅលើរាល់ពេលបញ្ហារត់ទៅលើថ្ងៃក្រោយគាត់មិនចង់ស្ដាប់យើងទៀតអញ្ចឹងយ៉ាងហោចណាស់ក៏យើងឡើងទៅយើងត្រូវគិតដំណោះស្រាយមួយពីរថាបងបញ្ហាចេះប៉ុន្តែជាយោបល់របស់ខ្ញុំគិតអញ្ចេះសម្រាប់បងគិតមិនដែរបងមានយោបល់ឬក៏មានអនុសាសន៍អីបន្ថែមទៅលើនឹងអត់ដើម្បីឲ្យខ្ញុំងាយស្រួលក្នុងការបន្តកិច្ចការហ្នឹងបើបានតែប៉ុណ្ណឹងក៏វាងាយស្រួលដែរគាត់ថាមានបញ្ហាបន្តិចទៅដល់លើមានបញ្ហាទីដល់លើគ្រូខ្ញុំប្រាប់ថាបើមានបញ្ហាមុននឹងទៅជួបដាក់លើត្រូវអង្គុយគិតខ្លួនឯងរកដំណោះស្រាយឲ្យបាន2ឬក៏3ឲ្យហើយបើមេសួរថាអានឹងបើអញ្ចឹងទៅផ្ដល់ជាដំណោះស្រាយគាត់ប៉ុន្តែមិនមែនបដាយគាត់ទេណាផ្ដល់សុំអនុញ្ញាតផ្ដល់ជាដំណោះស្រាយថានេះជាការគិតរបស់ខ្ញុំបងគិតមិនដែរបងមានយោបល់អីបន្ថែមអត់បងមាន advice អីបន្ថែមទៅលើនឹងអត់បាទទទួលបានបងបានខ្ញុំគ្រប់គ្រងកំណត់ដែលបងលើកឡើងបាទបងព្រោះថ្នាក់ដឹកនាំភាគច្រើនគាត់អត់មានពេលវេលាទេបាទអញ្ចឹងអ្វីដែលសំខាន់គឺយើងត្រូវរៀបចំគោលគំនិតរបស់យើងនឹងឲ្យច្បាស់លាស់ដូចបងលើកឡើងថាមាន1 2 3អញ្ចឹងទៅឬក៏ជាដំណោះស្រាយជាក់លាក់មួយដែលយើងអាចផ្ដល់ទៅកាន់ថ្នាក់ដឹកនាំរបស់យើងបាទបងព្រោះដោយសារតែខ្ញុំជឿជាក់ថាតាមពិតមានបងមួយចំនួនប្រហែលជាគាត់អត់ដឹងថាគួរធ្វើបែបណាហើយអ្នកមួយចំនួនទៀតប្រហែលជាគាត់ជាមនុស្សមួយដែលលំអិតដល់ពេលគាត់លំអិតអញ្ចឹងនៅពេលដែលគាត់បានទៅជួបថ្នាក់ដឹកនាំពេលខ្លះគាត់បកស្រាយរឿងជាច្រើនទៅរាយរាប់ទាំងអស់ទៅរួចហើយអញ្ចឹងកន្លែងហ្នឹងដែលយើងនិយាយថាបុគ្គលិកតាខាងដើមមកបាទអាចស្គាល់បុគ្គលថាមេយើងជាមនុស្សបែបម៉េចត្រឹមត្រូវក្រុមការងារយើងជាមនុស្សបែបម៉េចអ្នកខ្លះគាត់ត្រូវការលំអិតអញ្ចឹងបញ្យលលំអិតឲ្យគាត់1 2 3 4ពួកគាត់ enjoy គាត់រីករាយជាមួយអាភាពលំអិតហ្នឹងតែអ្នកខ្លះអត់ទេអត់ត្រូវការលំអិតទេដូចខ្ញុំឧទាហរណ៍ដល់ខ្ញុំផ្ទាល់អញ្ចឹងបើជជែកមួយខ្ញុំលំអិតខ្លាំងពេកសំទោសលំអិតខ្លាំងពេករៀបរាប់ច្រើនពេកសម្រាប់ខ្ញុំមានអារម្មណ៍ថារៀងធុញទ្រាន់ប៉ុន្តែបើមកដល់ប្រាប់ថាចង់បានអី1 2 3បើយើងអត់យល់យើងក៏សួរបន្តទៅសួរបន្ថែមអញ្ចឹងត្រឡប់មកវិញថាវាប្រកបណាបុគ្គលម្នាក់មានអត្តចរិតនិងរបៀបធ្វើការនិងរបៀបគិតខុសៗគ្នាយើងអាចយករឿងតែមួយទៅឲ្យប្រើគ្រប់កលៈទេសៈគ្រប់បុគ្គលបានទេម្ល៉េះហើយទាមទារឲ្យយើងរៀនស្គាល់បុគ្គលដែលយើងកំពុងនិយាយជាមួយទាមទារឲ្យយើងស្គាល់បុគ្គលដែលយើងកំពុងធ្វើការទំនាក់ទំនងជាមួយបាទបងបាទអរមែនតើបងខ្ញុំត្រឡប់ទៅវិញគឺត្រូវយល់ពីអ្នកដែលយើងកំពុងតែនិយាយជាមួយតើគាត់ជាពីណាគេបាទស្វែងយល់ពីគាត់តើគាត់ចង់បានជាលក្ខណៈលម្អិតឬក៏ខ្លីៗក្នុងក្លឹបចំបាទអានេះគឺជាផ្នែកសំខាន់សម្រាប់លោកគ្រូវិញខ្ញុំឃើញមានបង្រៀនថ្នាក់ដឹកនាំម្ចាស់ជីវកម្មជាច្រើនអំពីរបៀបនិយាយបាទបងបាទឬក៏តំណែងតំណងក្តីលោកគ្រូមានដែរអង្កេតមើលថាតើពួកគាត់បញ្ហារបស់ពួកគាត់ភាគច្រើនអីគេតាក់ទងទៅនឹងបញ្ហាអ្វីដែលជាចំណុចសំខាន់ទី1គឺទំនុកចិត្តប
បងអាចថាថ្នាក់ដឹកនាំមួយចំនួនគាត់អត់ទាន់មានទំនុកចិត្តអាចថាដោយសារតែបទពិសោធន៍ក៏ដូចជាឱកាសក្នុងការឡើងហ្នឹងវាអត់ទាន់គ្រប់គ្រាន់ហើយហ្នឹងគឺជាផ្នែកសំខាន់ទី1ហើយចំណុចសំខាន់ទី2គឺតាក់ទងទៅនឹងទម្រង់នៃការនិយាយបងពេលខ្លះគាត់នឹងគួរចាប់ផ្ដើមបែបណាបាទគាត់អត់ដឹងថាគួរនិយាយអ្វីនៅក្នុងទូរសេចក្តីដើម្បីបញ្យល់ បាទ ទៅកាន់អ្នកស្ដាប់របស់គាត់ឲ្យគាត់យល់ហើយពេលខ្លះគាត់អត់ដឹងថាគួរបញ្ចប់បែបណាអានឹងគឺជាផ្នែកមួយដែលខ្ញុំឃើញថាពួកគាត់មួយចំនួនគាត់អត់ទាន់មាន បាទ អត់ទាន់មានមូលដ្ឋានគ្រឹះក្នុងការគាត់បកស្រាយក៏ដូចជាទំនុកចិត្តទៅកាន់អ្នកស្ដាប់របស់គាត់អញ្ចឹងណាបងអញ្ចឹងពីខ្ញុំជាគ្រូបណ្ដុះបណ្ដាលគឺខ្ញុំតែងតែប្រាប់ថាគ្រឹះគឺសំខាន់សឹងតែគ្រប់គ្នាបាទសំខាន់មែនតើនៅពេលដែលយើងដឹងពីគ្រឹះហើយយើងអាចបំបែកយើងអាចដឹងពីវិធីសាស្ត្រក្នុងការនិយាយមិនដើម្បីឲ្យគេទទួលបានអ្វីដែលយើងចង់ផ្ដល់ទៅកាន់ពួកគាត់បាទលោកគ្រូលើកឡើងកន្លែងហ្នឹងធ្វើឲ្យខ្ញុំនឹកដល់ជីវិតនៅក្នុងវត្តបាទពេលដែលខ្ញុំរៀនធម៌ណាបាទគ្រូបង្រៀនក៏បានណែនាំពេលដែលយើងរៀនរបៀបសរសេរគ្រូណែនាំថាប្រកបណាមានសេចក្តីផ្ដើមតួសេចក្តីនិងសេចក្តីបញ្ចប់បាទបើសិនបើអត់មានន័យថាសេចក្តីផ្ដើមហើយតួសេចក្តីហ្នឹងវាអត់ល្អពេញលេញពិបាករកកន្លែងបញ្ចប់មែនទេបាទបងបែរនៅក្នុងវត្តអ្វីដែលខ្ញុំរៀនមួយទៀតគួរឲ្យចាប់អារម្មណ៍ខ្លាំងមានន័យថារាល់ការនិយាយក្តីរាល់ការសរសេរក្តីលោកឲ្យគិតរឿង3អ្វីដែលព្រះពុទ្ធបរមគ្រូបានបង្រៀនហ្នឹងទី1លោកថាលម្អខាងដើមមានន័យថាពេលដែលយើងចាប់ផ្ដើមលោកគ្រូលើកឡើង first impression ពេលដែលយើងចាប់ផ្ដើមនិយាយខាងដើមធ្វើម៉េចឲ្យវាមានភាសាណៃណងដែលគេចាប់អារម្មណ៍គេចង់ស្ដាប់បន្តទៀតហើយទី2លម្អកដាលមានន័យថាមូលអត្ថន័យដ៏សំខាន់យើងចង់ឲ្យគេស្អីគេទី3លម្អខាងចុងអញ្ចឹងខ្ញុំអត់ប្រើភាសាធម៌ណាភាសាធម៌គឺស៊ីជម្រៅជាងហ្នឹងប៉ុន្តែខ្ញុំយកមកភាសាសាមញ្ញថាលម្អខាងចុងពេលដែលយើងបញ្ចប់មុនបញ្ចប់ឲ្យគេចងចាំអីពីយើងឲ្យគេចងចាំអីអំពីអត្ថបទដែលគេអានឲ្យគេចងចាំអំពីភាសាដែលយើងនិយាយឬមួយយើងឃើញថាឃើញទេពេលខ្លះមុននឹងបញ្ចប់យើងដាក់ជាសំណួរណាមួយឲ្យគេគិតយកទៅគិតបាទអញ្ចឹងតួសេចក្តីផ្ដើមនិងសេចក្តីបញ្ចប់ពេលនៅវត្តអ្វីដែលយើងរៀនលម្អខាងដើមល្អកណ្ដាលនិងល្អខាងចុងបាទព្រោះណាព្រោះមែនតើបងនិយាយទៅអរគុណច្រើនបងចឹងមានសំណួរមួយបងបើសិនជានៅក្នុងទស្សនវិជ្ជាពុទ្ធសាសនាបងបើយើងនិយាយពីការអប់រំនៃសិល្បៈនៃការតំណែងចង់ឲ្យបងលើក3ចំណុចសំខាន់ណាដែលតាក់ទងទៅនឹងដែលយើងអាចយកមកអនុវត្តនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងណាតើបងអាចជួយលើកបង្ហាញ3ចំណុចនឹងបានទេបងបើសិនតាវាសំណួរល្អមែនតើបាទបងបាទហើយខ្ញុំនឹងបញ្យល់បែបសាមញ្ញបំផុតដែលអាចយកទៅបានព្រោះនៅក្នុងពុទ្ធសាសនាយើងអាចលើច្រើនពាក្យថាសម្មាវាចាហ្នឹងមានន័យថាម៉េចហើយពេលខ្លះលោកប្រើថាមេត្តាវចីកម្មអញ្ចឹងត្រឡប់មកសម្មាវាចាវិញនៅក្នុងសម្មាវាចាហ្នឹងវាឆ្លើយតបទៅក្នុងការធ្វើការតំណែងប្រកបណាស់ទី1យើងអាចនិយាយបានថែមទៀតថាបយវាចាណាភាសាដែលយើងនិយាយទៅហ្នឹងជាទីសម្ដាប់អត់ជាទីគាប់ចិត្តរបស់មនុស្សជំនាញខ្លួនអត់បាទទី2ភាសាដែលយើងនិយាយទៅហ្នឹងជាការលើកទឹកចិត្តជាការផ្ដល់កម្លាំងចិត្តដល់មនុស្សជំនាញខ្លួនអត់ហើយទី3យើងគិតថាពាក្យដែលយើងនិយាយហ្នឹងបាននិយាយទៅប៉ះពាល់អារម្មណ៍គេវាអត់ប្រយោជន៍វារាយមានអត់ប្រយោជន៍ប៉ះពាល់អារម្មណ៍គេយើងគួរនិយាយអត់អញ្ចឹងត្រឡប់វិញថាសម្មាវាចាបើន័យឲ្យត្រូវថាវាចាដោយប្រពៃឬក៏ន័យសាមញ្ញនៅក្នុងជីវិតប្រចាំថ្ងៃថាកុំឲ្យនិយាយច្រើនបាទធម្មតាតែនិយាយច្រើនពេកឲ្យអត់មានសតិនិយាយច្រើនដោយខ្វះស្មារតីវាអាចនាំបញ្ហាម្ល៉េះហើយយើងគិតរឿង3ទី1ក្នុងការតំណែងក្តីក្នុងការនិយាយទូទៅកាន់ក្បែរមីក្រូក្តីក៏យើងត្រូវគិតដែរភាសាដែលយើងនិយាយទៅជាទីព្រោះជាទីសម្រាប់អត់មិនទៀមទាឲ្យគ្រប់យ៉ាងត្រូវតែព្រោះទេប៉ុន្តែកលៈទេសៈខ្លះត្រូវតែទៀមទាអញ្ចឹងទី2ភាសាដែលយើងនិយាយទៅហ្នឹងធ្វើឲ្យគេស្ដាប់ទៅគេមានអារម្មណ៍មានកម្លាំងចិត្តមានជំនឿជឿជាក់លើខ្លួនឯងអត់ព្រោះទី3អាភាសារាយមាយដែលនិយាយទៅអត់ដឹងអីនិយាយច្រើនពេកស្មានទៅជាការនិយាយឲ្យអ្នកស្ដាប់ឲ្យធ្វើឲ្យអត់សុបាយចិត្តធ្វើឲ្យខូចចិត្តព្រះពុទ្ធបរមគ្រូលោកសម្ដែងថាមិនដាបអត់ឆ្អឹងទេណា
That jeមានឆ្អឹងឯង បាទ ប៉ុន្តែមានសមត្ថភាពអាចកាច់បំបាក់ស្មារតីបុគ្គលណាម្នាក់ឲ្យឈឺចាប់បាន បាទ យើងចម្រៀងធ្លាប់លើចម្រៀងបងឈឺកកឈាមដូចអីគេដូចអុកសេរ៉េននេះមានន័យថាឈឺកកឈាមដោយសារសម្ដីដោយសារពាក្យសម្ដីមកលោះហើយសំខាន់ខ្លាំងណាស់ក្នុងការនិយាយបុរាណថាអណ្ដាតជាអាចកន្វងបានសក់ទុកផងព្រោះអណ្ដាតអត់មានឆ្អឹងទេប៉ុន្តែអាចធ្វើឲ្យមនុស្សធ្វើឲ្យបុគ្គលណាម្នាក់មានកម្លាំងចិត្តមានថាមពលក៏អាចធ្វើឲ្យបុគ្គលណាម្នាក់បាក់ស្មារតីដេកឈឺចាប់ក៏ថាបានដែរមកលោះហើយឆ្លើយតបទៅលោកគ្រូវិញខ្ញុំគិតថា3ចំណុចសំខាន់នេះជារឿងដែលគួរតែពិចារណាជារឿងដែលគួរតែគិតដល់មុនដែលយើងចាប់ផ្ដើមនិយាយ បាទប៉ុន្តែបងនិយាយទៅពាក្យសម្ដីរបស់យើងគឺថា word can kill and word can heal Yes មានន័យថាពាក្យរបស់យើងក៏អាចសម្លាប់ទឹកចិត្តមនុស្សមួយចំនួនហើយពាក្យសម្ដីរបស់យើងក៏អាចជួយឲ្យគាត់មានកម្លាំងឬក៏ព្យាបាលឬក៏អាចឲ្យគាត់មានកម្លាំងមានធម៌ពលឡើងវិញដែរ បាទ អញ្ចឹងបានន័យថានៅពេលណាដែលយើងប្រើពាក្យសម្ដីដល់តែយើងប្រយ័ត្នប្រយែងហើយជ្រើសរើសពាក្យណាដែលគួរបីក្នុងការយើងតំណតំណងឬក៏និយាយស្ដីជាមួយនឹងមនុស្សនៅជុំវិញ ពាក្យបុរាណយើងមានច្រើនណាស់យើងមានពាក្យច្រើនណាស់មកដល់ហើយយើងមានជំរឿសក្នុងការប្រើពាក្យរបស់យើងមានរាជស័ព្ទមានសង្ឃស័ព្ទមានអីប្រើជាមួយមនុស្សធម្មតាប្រើជាមួយព្រះរាជាប្រើជាមួយសម្ដេចសង្ឃប្រើជាមួយព្រះសង្ឃគឺពាក្យយើងមានច្រើនណាស់គ្រប់កលៈទេសៈទាំងអស់ហ្មង បាទអញ្ចឹងចង់ភ្ជាប់បន្តិចបងមុនទៅជំនួសបន្ទាប់អ្វីដែលជាបទពិសោធន៍ដែរបងហើយខ្ញុំជឿជាក់ថាបងមួយចំនួនប្រហែលជាគាត់ចង់ដឹងដែរជាពិសេសនៅពេលដែលគាត់ខឹងបងអាពាក្យដែលយើងនិយាយចេញមកយើងចង់និយាយព្រោះយើងចង់និយាយល្អក៏ប៉ុន្តែនៅពេលដែលយើងមានអារម្មណ៍ថាខឹងយើងមានអារម្មណ៍ថា stress អត់សុបាយចិត្តអាពាក្យពេចន៍ដែលយើងបញ្ចេញទៅហ្នឹងវានឹងទៅតាមហ្នឹងដែរ បាទ អញ្ចឹងចង់ឲ្យបងជួយផ្ដល់ជាវិធីសាស្ត្រមួយឬក៏ពីរក្នុងការគាត់អាចជួយខ្លួនឯងក្នុងការគ្រប់គ្រងពាក្យសម្ដីរបស់គាត់នៅពេលគាត់កំពុងតែមិនសប្បាយចិត្តឬក៏ខឹងអញ្ចឹងណាបង កន្លែងនេះល្អខ្លាំងមែនតើល្អខ្លាំងមែនតើនៅពេលដែលយើងខឹងធម្មពលអវិជ្ជមាន chemical energy ហ្នឹងវាបក់ខ្លាំងមែនតើ បាទបង អញ្ចឹងវាត្រូវការបញ្ចេញអាកម្ដៅហ្នឹងណា បាទបង បាទអញ្ចឹងពេលដែលយើងខឹងការគិតរបស់យើងនេះក៏អត់ល្អពេលដែលការគិតមិនល្អហើយវារុញបញ្ចេញមកពាក្យ បាទ ពាក្យនិយាយមិនល្អទេហើយអាពាក្យមិនល្អហើយសកម្មភាពក៏អត់ល្អដែរហើយសួរថាធ្វើម៉េចដើម្បីទប់ស្កាត់បានមានវិធីជាច្រើនប៉ុន្តែខ្ញុំប្រាប់3វិធីសាមញ្ញព្រោះតែខឹងហើយទប់អត់បានទេតែបើអ្នកឆ្លងកាត់បដិបត្តិដោយលោកគ្រូទៅជាមួយខ្ញុំនៅកែទៅបានម្ដងទៅ3ថ្ងៃមួយគ្នាហ្នឹងណាគេហ្នឹងជាផ្នែកមួយសំខាន់ក្នុងការដែលយើងហ្វឹកហាត់ចិត្តរបស់យើងហ្នឹង បាទ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងតាមរយៈសតិដឹង បាទ អញ្ចឹងរឿងទី1ដ៏សំខាន់បំផុតដើម្បីអាចជួយទប់ស្កាត់បានគឺដង្ហើមគឺជាស្ដេចនៃជីវិតនៅពេលដែលយើងអាចគ្រប់គ្រងដង្ហើមយើងបានណាក៏មានន័យថាយើងអាចគ្រប់គ្រងកំហឹងរបស់យើងបានដែរព្រោះធម្មតាតែពេលខឹងយើងពេលខឹងម្ដងមាត់និយាយញាប់បាទពេលខឹងញ័រដៃពេលភ័យញ័រមាត់អញ្ចឹងពេលខឹងញ័រទាំងដៃហើយញ័រមាត់ពេលនិយាយចេញមកក៏មានន័យថាយើងគ្រប់គ្រងឡើងបានហ្នឹងអត់មានបញ្ញាទៀតទេអត់មានបញ្ញាគ្រប់គ្រាន់ក្នុងការគ្រប់គ្រងកំហឹងអា cortisol អរម៉ូនហ្នឹងវាបកខ្លាំងហើយអញ្ចឹងនៅពេលដែលយើងសម្រួលអារម្មណ៍តាមរយៈសឹងថាអាចរាប់ពី1ដល់5បានណាពេលហ្នឹងហើយកុំប្រាប់ខ្ញុំថាអត់មានពេលវេលាមានកុំថាឡើយ5វិនាទីសម្បី1នាទីក៏មានដែរលុះត្រាតែភ្លើងឆេះផ្ទះឬក៏គ្រោះថ្នាក់ចរាចរណ៍អាហ្នឹងខ្ញុំអត់ឲ្យដកដង្ហើមទេត្រូវរកវិធីសាស្ត្រដកភ្លាមដើម្បីជួយដោះស្រាយណាប៉ុន្តែបើគ្រាន់តែខឹងពីខាងក្នុងមានពេលក្នុងការដកដង្ហើមអញ្ចឹងទី1ដង្ហើមណាដង្ហើម បាទ ទី1ដង្ហើម ទី2រាប់ ទី2រាប់បាទ រាប់ពី1ឲ្យបានដល់10ក៏អាចបធូរអារម្មណ៍ ហើយមិនបាច់គិតថាតែពេលខឹងហើយអត់បានផលប្រយោជន៍អីអត់មានពេលគិតទេពេលនោះអត់មានពេលគិតទេពេលដែលគិតគឺចង់តែបញ្ចេញមក បាទ អញ្ចឹងនៅពេលដែលយើងដកដង្ហើមមានន័យថាយើងពន្យាពេលឲ្យខ្លួនឯងទី1ទី2យើងបាននៅជាមួយបច្ចុប្បន្នព្រោះនៅពេលដែលយើងខឹងជាមួយអ្នកណាម្នាក់ស្ថានភាពណាមួយវាខ្លាយទៅជាអតីតហើយឲ្យតែលើសត្រឹមតែ1វិនាទីពុបគឺវាទៅជាអតីតកាលហើយអ
ចឹងយើងកំពុងតែឆ្លោះជាមួយអតីតកាលរបស់យើងបាទម្ល៉េះហើយនៅពេលដែលយើងដកដង្ហើមមានន័យថាយើងនៅជាមួយបច្ចុប្បន្នរបស់យើងដឹងទី2រាប់អញ្ចឹងពាក្យ3ដែលគួរចាំនៅក្នុងទី3ណាទី3ចាំពាក្យ3នៅក្នុងជីវិតពេលដែលខឹងបាទបងដង្ហើមសតិញាណដង្ហើមសតិញាណដង្ហើមគឺដូចខ្ញុំប្រាប់មិញហ្នឹងសតិមានន័យថាវារលឹកដឹងបាទវាគ្រាន់តែរលឹកទេប៉ុន្តែញាណវាដឹងវាប្រាប់យើងថាអូបងខឹងហើយកុំនិយាយច្រើនកុំតប៉ែច្រើនរាប់1 2 3អញ្ចឹងវិធីសាស្ត្រគឺបែបហ្នឹងអាចជួយបានភ្លាមអូខេបងអរគុណច្រើនបងធ្វើយូរឆ្នាំតែសួរខ្ញុំថាដែរខឹងនៅខឹងអត់ខ្ញុំនៅខឹងធម្មតាប៉ុន្តែខ្ញុំមានវិធីសាស្ត្រក្នុងការទប់មានវិធីសាស្ត្រក្នុងការទប់បាទបងបាទអរគុណច្រើនមែនតើបងតេតងទៅនឹងវិធីសាស្ត្រក្នុងការយើងទប់ខ្លួនឯងណាបាទកុំភ្លេចអនុវត្តទាំងអស់គ្នាមានសំណួរមួយទៀតបងតេតងទៅនឹងគេថាមនុស្សមួយចំនួនណាគាត់ដូចជាមានគេហៅថាដូចទឹកមាត់គាត់ប្រៃនិយាយទៅគេស្ដាប់តែនោះវាមកពីកតាគេដែរបងឬក៏អាចកំបាំងអីគេដែរដែលធ្វើឲ្យបុគ្គលម្នាក់ហ្នឹងគាត់និយាយទៅគេស្ដាប់ហើយអ្នកខ្លះនិយាយទៅគេអត់ស្ដាប់សោះកន្លែងនេះល្អមែនតើជាភាសាអង់គ្លេសថា metaphor ហ៎បាទបងបាទទឹកមាត់ប្រៃទឹកមាត់ប្រៃវាកើតចេញពី3 4ចំណុចតាមការកេតរបស់ខ្ញុំណាបាទបងបាទទី1ជាមនុស្សដែលប្រកបដោយគុណធម៌នៅក្នុងកលៈទេសៈណារីកចម្រើនប៉ុណ្ណាក៏ដោយបាទពេលខ្ញុំនិយាយមនុស្សប្រកបដោយគុណធម៌គឺមនុស្សមានសិលហ្នឹងគឺក្រមសីលធម៌គុណធម៌នៃការនិយាយស្ដីក្នុងការរស់នៅទី2គឺជាមនុស្សដែលគាត់បានកសាង credit ណាមួយបាទបងបាទ credit ទំនុកចិត្តបាទទំនុកចិត្តគាត់អាចធ្វើកិច្ចការជាមនុស្សដែលលះបង់ដើម្បីកិច្ចការសង្គមជាមនុស្សដែលគោរពឲ្យតម្លៃមនុស្សជំនាញខ្លួនហើយទី3ជាមនុស្សដែលធ្វើកិច្ចការឬការនិយាយស្ដីមានការប្រុងប្រយ័ត្នប្រកបដោយសតិប្រកបដោយស្មារតីខ្ពស់មានន័យថាឧទាហរណ៍ថាបើសិនគាត់ប្រើបណ្ដាញសង្គមឬក៏ social media ផ្សេងៗយើងកម្រឃើញគាត់ទៅ share រឿងអាញ៉ៃកម្រឃើញគាត់ទៅប្រតិកម្មឬមួយនិយាយស្ដីអីដែរនេះហ៎បាទបងបាទហើយចំណុចសំខាន់ទី4ខ្ញុំគិតថាជាចំណុចដ៏អស្ចារ្យផុតគឺជាមនុស្សដែលចេះគោរពឲ្យតម្លៃអ្នកដទៃជំនាញខ្លួនហើយជាមនុស្សដែលចេះស្ដាប់គេមនុស្សចេះស្ដាប់បាទបងបាទមិនគ្រាន់តែស្ដាប់ទេណាមនុស្សចេះស្ដាប់បាទចេះស្ដាប់មានន័យថាទោះបីជាមនុស្សទៀបជាងខ្លួនឋានៈតូចទៀបជាងខ្លួនមកនិយាយជាមួយក៏ឲ្យតម្លៃស្ដាប់ខ្ញុំឧទាហរណ៍សាមញ្ញបុគ្គលអាចមានឋានៈខ្ពង់ខ្ពស់មានតំណែងខ្ពង់ខ្ពស់ទៅញ៉ាំបាយនៅហាងដ៏តូចមួយសូម្បីតែការនិយាយស្ដីជាមួយបុគ្គលិកនៅហាងគាត់និយាយល្អដែរគាត់អាចនិយាយថាអេគិតលុយមានម្ហូបអីខ្លះបាទអត់និយាយចឹងទេគាត់អាចនិយាយថាគាត់នៅជួនកាលគាត់លើកដៃបងអូនជួយគិតលុយមួយបាទបងអូននៅនេះមានម្ហូបអីដែរមានថាប្រចាំតកូននេះហ៎អញ្ចឹងត្រឡប់មកវិញនៅកន្លែងហ្នឹងនងថាធម្មតាតើយើងឲ្យតម្លៃគេបានគេឲ្យតម្លៃយើងមែនអត់ប៉ុន្តែនៅពេលដែលយើងមានគុណតម្លៃគ្រប់គ្រាន់ហើយយើងអត់ចាំបាច់ទាមទារទេយើងមានក្តីស្រឡាញ់គ្រប់គ្រាន់មានការគោរពចំពោះខ្លួនឯងគ្រប់គ្រាន់យើងអត់ទាមទារការគោរពពីមនុស្សជុំវិញខ្លួនទេអញ្ចឹងសរុបមកវិញខ្ញុំគិតថា4នេះហើយដែលខ្ញុំអង្កេតដែលខ្ញុំឆ្លងកាត់ហើយនៅក្នុងហ្នឹងគោប្រកបមួយទៀតគឺមនុស្សដែលមានមេត្តាចិត្តផងដែរប្រកបណាស់បើយើងនិយាយសាមញ្ញថាហ្នឹងតែគេជោគជ័យតែគេមានលុយច្រើនគេនិយាយស្អីក៏ទឹកមាត់ប្រៃដែរវាជាផ្នែកមួយសំខាន់ដែរប៉ុន្តែវាមិននៅក្នុងហ្នឹងឯងពេលព្រោះធម្មតាយើងមានលុយយើងជោគជ័យយើងនិយាយគេស្ដាប់ដោយសារគេខ្លាចដោយសារការគោរពវាមិនមែនចេញពីខាងក្នុងប៉ុន្តែដោយសារភាពភ័យខ្លាចនៅមួយខ្លួនហ្នឹងប៉ុន្តែបើសិនយើងឆ្លងកាត់4ខាងដើមថាជាមនុស្សដែលមានសិលមានសីលធម៌ប្រកបទៅណាក៏គេមានការគោរពហើយចុងក្រោយជាមនុស្សដែលចេះគោរពឲ្យតម្លៃអ្នកដទៃនិងជាមនុស្សដែលចេះស្ដាប់បាទអញ្ចឹងតែគាត់ចេះឲ្យតម្លៃអ្នកដទៃចេះស្ដាប់គាត់ជាមនុស្សមិនកំណាញ់ទេបាទបងមែនតើបងតេតងទៅនឹងការបកស្រាយនេះខ្ញុំជឿជាក់ថាបងប្អូនយើងគាត់នឹងអាចដឹងថាតើគាត់ធ្វើបែបណាដើម្បីឲ្យគាត់ហៅថាទឹកមាត់ប្រៃអាចធ្វើឲ្យមនុស្សនៅជុំវិញហ្នឹងគាត់ចង់ស្ដាប់ហើយគោរពបាទអញ្ចឹងបានយើងក៏ជួបប្រទះច្រើនថាជួនកាល complain បងប្អូនមួយចំនួនអាចគិតថា
គេមិនឲ្យតម្លៃពេលនិយាយទៅគេមិនឲ្យតម្លៃអញ្ចឹងអត់អីទេគេឲ្យតម្លៃមិនឲ្យតម្លៃជារឿងរបស់អ្នកស្ដាប់ បាទបង តែសំខាន់ចូលយើងត្រឡប់មកមើលខ្លួនឯងវិញ បាទបងបាទ ត្រឡប់មកមើលខ្លួនឯងវិញបាទដូចនៅតាមបណ្ដាក្រុមហ៊ុនក៏ដូចគ្នាយើងជាបុគ្គលិកនៅតាមបណ្ដាក្រុមហ៊ុនពេលខ្លះក៏យើងអាចនិយាយថាមេអត់ឲ្យតម្លៃមនុស្សជំនាញខ្លួនអត់ឲ្យតម្លៃអាហ្នឹងជារឿងខាងក្រៅមួយប៉ុន្តែសំខាន់ចូលយើងកលែងមើលសួរខ្លួនឯងវិញថាតើយើងបានបំពេញតួនាទីត្រឹមត្រូវយើងបានបង្កើតគុណតម្លៃនៅក្នុងអង្គភាពមួយនឹងអត់បាទខ្ញុំនៅចាំពាក្យរៀនច្បងរបស់ខ្ញុំគាត់និយាយថាបង្កើតគុណតម្លៃអរូបីចឹងមានន័យថាគុណតម្លៃវាមិនមែនអាចកើតឡើងមួយថ្ងៃឬក៏មួយអាទិត្យមួយខែទេអញ្ចឹងដើម្បីឲ្យនរណាម្នាក់ទទួលស្គាល់តើយើងបង្កើតគុណតម្លៃចេញពីខ្លួនយើងសិនដូចការនិយាយចឹងមុនពេលដែលយើងនិយាយនៅពេលដែលគេអត់ស្ដាប់យើងមើលសិនជួនកាលយើងនិយាយវាខុសកាលបាទនិយាយវាអត់ត្រូវកលៈទេសៈក្នុងការនិយាយជួនកាលពាក្យដែលយើងនិយាយទៅវាជាពាក្យសាំដដែលពេកនិយាយពី3លើកណាក៏និយាយពាក្យហ្នឹងអញ្ចឹងគេមិនចង់ស្ដាប់ឡើយគ្រាន់តែត្រឡប់មកវិញធ្វើការពិចារណាខ្លួនឯងបន្តិចដែលយើងប្រើពាក្យក្តាមថាយោនិសោមអ្នកសក្ការៈណាបាទធ្វើការពិចារណាធ្វើការឆ្លោះបញ្ចាំងបន្តិចទៅលើរឿងហ្នឹងបាទបងអរគុណច្រើនបងម្ល៉េះល្អមែនតើបងមានសំណួរមួយមុនចុងក្រោយបងហើយជាសំណួរមួយដែលខ្ញុំពិតជាចង់សួរបងហើយចេញពីអារម្មណ៍ពិតហ៎បងហើយមិនមែនតែអារម្មណ៍ខ្ញុំទេខ្ញុំគិតថាមានបងក៏ដូចជាគ្នាយើងជាច្រើនទៀតគាត់ប្រហែលជាមានអារម្មណ៍ផាកឬក៏ស្តៀងខ្ញុំពេលដែលនិយាយជាមួយបងម្ដងគឺខ្ញុំទទួលបានអារម្មណ៍មួយថាមានសមត្ថភាពផ្លូវចិត្តហើយទទួលបានការគោរពនិងក្តីស្រឡាញ់ហ្នឹងបងទោះបីជាការនិយាយហ្នឹងក្នុងរយៈពេលខ្លីឯងខ្ញុំចង់ដឹងថាតើអ្វីដែលជាគ្រឿងផ្សំក៏ដូចជាចំណុចដែលធ្វើឲ្យបងមានធម៌ពលដែលធ្វើឲ្យមនុស្សដែលនៅចិត្តបងពេលដែលបងនិយាយជាមួយហ្នឹងគឺទទួលបានអារម្មណ៍មួយហ្នឹងហ្មងខ្ញុំអរគុណច្រើនបងអត់ដែលបានពិតចេញពីបេះដូងបងអរគុណច្រើនអាយ៉ាឆ្លើយថាម៉េចអត់ដឹងថាមានគ្រឿងផ្សំអីទេដូចខ្ញុំលើកខាងដើមថាប្រហែលជាខ្ញុំបានរៀនមេរៀនពីលោកគ្រូរបស់ខ្ញុំហើយប្រហែលជាយើងធ្លាប់នៅវត្តធ្លាប់បួសរៀននៅវត្តទេអញ្ចឹងវាអាចធម្មពលមួយគុណតម្លៃណាមួយដែរតាមរយៈដែលយើងកសាងតាមរយៈដែលយើងធ្វើបាទគ្រាន់ថាសម្រាប់ខ្ញុំពេលដែលចំណាយពេលនិយាយជាមួយនរណាម្នាក់ខ្ញុំឲ្យតម្លៃបាទទោះបីជាពួកគាត់ជាអ្នកសំទាននៅតាមចាមផ្លូវក៏ដោយក៏ភាសាដែលខ្ញុំប្រើហ្នឹងមានការគោរពចំពោះពួកគាត់ដែរប៉ុន្តែពួកគាត់នៅម្ដងម្កាលជាមួយធីមជាមួយក្រុមការងារយើងខឹងដូចគ្នាទេយើងនិយាយសម្ដីរៀងធ្ងន់រៀងខ្លាំងអាហ្នឹងគឺជារឿងធម្មតារបស់យើងប៉ុន្តែធម្មតាជាមួយក្រុមការងាររបស់យើងក៏វាកើតឡើងម្ដងម្កាលប៉ុន្តែគ្រាន់តែយើងមានទំនួលខុសត្រូវខ្ពស់នៅក្នុងអ្វីដែលយើងនិយាយត្រឡប់មកវិញសួរថាតើបងមានគ្រឿងផ្សំអីបងអត់បានដឹងទេគាត់តែបងដឹងថានៅពេលដែលបងធ្វើការតំណែងជាមួយអ្នកណាម្នាក់បងឲ្យតម្លៃក្នុងការស្ដាប់បងឲ្យតម្លៃក្នុងការនិយាយហើយពេលខ្លះនិយាយទៅខ្លាចគេខឹងខ្លាចគេអន់ចិត្តអញ្ចឹងអារម្មណ៍មួយហ្នឹងវាកើតឡើងរហូតហើយអញ្ចឹងត្រឡប់មកវិញខ្ញុំគិតថាខ្ញុំអត់មានចម្លើយដល់ជាក់លាក់ទេប៉ុន្តែគ្រាន់តែខ្ញុំដឹងថាប្រហែលជាធម៌ពលឬមួយក៏គុណតម្លៃដែលខ្ញុំបាននៅរៀនសូត្រក្នុងវត្តឬមួយបានបួសរៀនទៅក៏វាធ្វើឲ្យដំណើរជីវិតឬក៏ដំណើរនៃការតំណែងវាបានផ្លាស់ប្ដូរមករបត់បែបហ្នឹងណាបាទអរគុណបងសម្រាប់បងអូនអ្វីដែលបងអូនទទួលបានពីបងអ្វីដែលសំខាន់ដូចលោកបងលើកឡើងអញ្ចឹងគឺតាក់ទងទៅនឹងគុណតម្លៃជាពិសេសតាក់ទងការស្ដាប់បាទព្រោះពេលដែលបងអូនមានការសន្ទនាក៏ដូចជាផ្សាយតាក់ទងជាមួយបងម្ដងខ្ញុំនិយាយថាបងប្អូនផ្សេងនេះក៏ដូចបាក់តាខ្ញុំដែរឃើញថាបងបានផ្ដល់ការស្ដាប់ 100% ជាមួយនឹងក្តីស្រឡាញ់ក៏ដូចជាក្តីមេត្តាហ្មងវិញនិយាយទៅខ្ញុំទទួលបានអារម្មណ៍ហ្នឹងពីបងហ្មងពិសេសមែនតើបាទអញ្ចឹងទៅមែនតើពួកយើងពេលដែលយើងស្គាល់នេះក៏មិនយូរដែរណាយើងគ្រាន់តែជួបគ្នាម្ដងពីរដងក៏មានអារម្មណ៍ថាខ្ញុំចាំពេលដែលយើងចាប់ផ្ដើមបង្រៀនកម្មវិធីសមាធិនិងpublic speaking សមាធិនឹងនិយាយជាសាធារណៈជាមួយ JCI ដូចជាប្រហែល3ខែរៀងរាល់សប្ដាហ៍បាទដូចជារៀងរាល់សប្ដាហ៍ពេល3ខែបាទថ្ងៃសុក្រពេលព្រឹកណាបាទបងបាទអញ្ចឹងគ្រាន់តែជួបម្ដងពីរដងក៏បងទទួលអារម្មណ៍
បងទទួលអារម្មណ៍ថាហាក់ដូចជាស្គាល់គ្នាយូរហើយក៏បងទទួលអារម្មណ៍ថា trust មានទំនុកចិត្តបាទមានទំនុកចិត្តតែម្ដងហើយចឹងបានមិត្តភាពរបស់យើងមកដល់ថ្ងៃនេះបងអត់មានអីក្រៅពីការអរគុណនិងដឹងគុណដែលយើងបានស្គាល់គ្នារាប់អានគ្នាជាមិត្តភក្តិជាបងប្អូនជាក្រុមការងារអញ្ចឹងណាហើយក៏បើយើងគិតបន្តិចក៏នឹករលឹកទៅដល់បងប្រុសបន្លែនហ្នឹងណាខ្ញុំបន្លែននៃ JCI មេគង្គណាអញ្ចឹងគាត់ថាបើយើងគិតដល់តំណែងតំណងយើងគិតដល់អ្នកណាដែលជួយភ្ជាប់យើងដឹងគុណព្រោះនៅក្នុងពុទ្ធសាសនាក៏ដោយបានបង្រៀនថាលើលោកនេះអត់មានអីកើតតែមួយឯងទេគឺមានពីរភាសាអង់គ្លេសថា independent origination ណាបាទបដិចិត្តសមុបត្តិបាទអញ្ចឹងវាជាគូទៅបាទដូចយើងមាន podcast ថ្ងៃហ្នឹងបាទយើងមានការ leadership talk ថ្ងៃហ្នឹងគឺដោយសារអ្វីមួយយ៉ាងដែលជំរុញឲ្យយើងមកដល់ហ្នឹងដែរបាទអរគុណច្រើនបងអរគុណជាចុងក្រោយបងមុននឹងយើងបញ្ចប់ចង់ឲ្យបងមានជាពាក្យពេចន៍បន្ថែមបន្តិចទៅលើប្រធានបទយើងថ្ងៃហ្នឹងតាក់ទងទៅនឹងអនុភាពនៃការនិយាយនិងទំនាក់ទំនងបើសិនជាបងមានជាមតិចុងក្រោយទៅកាន់ទស្សនិកជនតាក់ទងទៅនឹងប្រធានបទមួយហ្នឹងតើបងមានអីដែលចង់ឲ្យពួកគាត់ចងចាំតាក់ទងទៅនឹងប្រធានបទមួយហ្នឹងដែរអញ្ចឹងណាបងខ្ញុំដឹងថាយើងមានវគ្គមួយមានវគ្គបង្រៀនមួយហ៎វគ្គឈ្មោះអីគេវគ្គបង្រៀនមកយើងបងគឺប្រធានបទគឺតាក់ទងទៅនឹងអនុភាពនៃការនិយាយនិងទំនាក់ទំនងហ្នឹងបាទអញ្ចឹងយើងអាចអញ្ជើញបងប្អូនស្វែងយល់បន្ថែមពីវគ្គហ្នឹងណាប៉ុន្តែជាពាក្យចុងក្រោយនៅក្នុងកិច្ចសន្ទនារបស់យើងនេះចង់ទាញអារម្មណ៍បងប្អូនឲ្យត្រឡប់ទៅមេរៀនរបស់បុរាណបន្តិចបាទមានពាក្យ4បាទបងបាទសំខាន់ខ្លាំងមែនទែនដល់ពេលដែលយើងនិយាយដល់តំណែងតំណងគិតដល់ពាក្យហ្នឹងបុរាណលោកថាសូចេពោលិអញ្ចឹង4ហ្នឹងលោកឲ្យឈ្មោះថាអង្គទាំង4របស់អ្នកប្រាជ្ញបាទបងបាទគ្រាន់តែមាន4ហ្នឹងនៅក្នុងចិត្តលោកថាហើយនៅក្នុងបេះដូងឲ្យចងចាំអនុវត្តបានលោកឲ្យថាលោកឲ្យឈ្មោះថាអ្នកប្រាជ្ញអង្គទាំង4របស់អ្នកប្រាជ្ញសូមានន័យថាស្ដាប់រៀនស្ដាប់ដោយមេត្តាស្ដាប់ដោយមិនវិនិច្ឆ័យស្ដាប់ដោយការឲ្យតម្លៃគឺស្ដាប់សិនមុននឹងយើងប្រតិកម្មតបបាទហើយភាសាពេញថាសត្តមយៈបញ្ញាកើតចេញពីការស្ដាប់ដល់ពេលជ័យនេះយើងស្ដាប់ហើយយើងមកត្រេះរិះពិចារណាមុននឹងយើងវិនិច្ឆ័យមុននឹងយើងប្រតិកម្មមែនអត់ឥឡូវនេះយើងអត់បានទេនៅបណ្ដាញសង្គមអត់បានទេបើខ្វះការប្រុងប្រយ័ត្នជួនកាលពាក្យពេចន៍និយាយមកប្រើទៅកាត់ចោលអស់ទុកតាចំណុចបន្តិចទៅធ្វើឲ្យមានបញ្ហាដែរម្ល៉េះហើយយើងអ្នកស្ដាប់ក៏ត្រូវមានទំនួលខុសត្រូវក្នុងការស្ដាប់ដែរស្ដាប់សូស្ដាប់ចេគិតហ្នឹងត្រូវតែពិចារណាពោសួរបើពិចារណាឲ្យមិនយល់សួរលិឲ្យយល់ឲ្យយើងកត់អញ្ចឹង4ហ្នឹងណាស្ដាប់គិតសួរកត់តែ4ហ្នឹងឯងមានអញ្ចឹងអត់មានអីច្រើនទេគ្រាន់តែផ្ដាំថាធ្វើម៉េចយើងរំលឹកពាក្យបរមបុរាណរបស់យើងខ្លះវិញពេលដែលយើងរំលឹកទៅយើងមកបញ្ចូលជាមួយដំណើរជីវិតក្នុងការទំនាក់ទំនងក្តីក្នុងការនិយាយជាសាធារណៈក្តីក៏វាអាចជួយសម្រួលយើងបានច្រើនដែរបាទអរគុណច្រើនបងជំនីអរគុណមែនទែនបងសម្រាប់ការចូលរួមនៅក្នុងកម្មវិធីថ្ងៃនេះហើយខ្ញុំជឿជាក់ថាបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាប្រកាសជាទទួលបានចំណេះដឹងថ្មីៗក៏ដូចជាអ្វីដែលយើងបានពិភាក្សាគ្នាថ្ងៃនេះតាក់ទងទៅនឹងប្រធានបទអនុភាពនៃការនិយាយនិងទំនាក់ទំនងហើយនៅក្នុងអេពីសូតបន្តទៀតយើងនឹងជួបជាមួយនឹងវិក្កាមកិត្តិយសយើងបន្ថែមទៀតដើម្បីយើងអាចយល់បន្ថែមតាក់ទងទៅនឹងអ្វីដែលយើងអាចឲ្យខ្លួនឯងកាន់តែប្រសើរឡើងនៅក្នុងការដឹកនាំអញ្ចឹងពីខ្ញុំកុសលនិងលោកគ្រូជូនីបាទសូមអរគុណសូមជម្រាបលាបាទអរគុណ